បងប្អូនទាំងអស់គ្នាត្រៀមខ្លួនទៅពួកយើងនឹងទៅមើលរឿងដែលសំបីតែព្រះក៏ប្រើសំណាងកាត់សេចក្តីវាសនាដែរដូចជា Zeus Poseidon និង Hades នៅត្រើយម្ខាងទៀតនៃពិភពលោករឿងរ៉ាវក៏ខុសគ្នាដែរកាលពីចំនួនមុនដោយមានស្ដេចចិនពីរអង្គគឺ Xianggu និង Luang ប្រជែងគ្នាដណ្ដើមក្រុង Henzong សំបីតែអ្នកនិពន្ធដ៏ល្បី Dostoevsky តាមរឿងនិទានបានប្រាប់ថាគាត់សរសេរស្នាដៃដ៏អស្ចារ្យបំផុតក្នុងពេលដែលគេកំពុងតាមទាបបំណុលល្បែងពេលវេលាបានរំកិលទៅមុខដល់ដើមឆ្នាំ1900ដែលជាសម័យកាលនៃការពង្រីកឥទ្ធិពលយ៉ាងខ្លាំងហើយអាស៊ីបូព៌ាក៏មិនមែនជាករណីលើកលែងនោះដែរនៅទីនេះឯងការភ្នាល់ដ៏គ្រោះថ្នាក់បំផុតមួយចិត្តនឹងចាប់ផ្ដើមឡើងដែលវាអាចនឹងកែប្រែការយល់ដឹងរបស់ពួកយើងចំពោះប្រវត្តិសាស្ត្របានយ៉ាងងាយរឿងរ៉ាវទាំងអស់បានកើតឡើងនៅយប់ថ្ងៃទី8ខែកក្កដាឆ្នាំ1909ក្នុងអគារដ៏សំខាន់មួយនៅក្នុងរាជធានីជាមួយនឹងស្នាមញញឹមនៅលើផ្ទៃមុខលោក Hayashi Konosuke ឯកអគ្គរដ្ឋទូតជប៉ុនបានស្វាគមន៍សមាជិកក្លឹប VIP ទាំងអស់យ៉ាងកក់ក្ដៅអង្គុយជុំវិញតុឈើដ៏ធំមួយអ្នករៀបចំកម្មវិធីក៏បានប្រកាសថាពួកគេអាចចាប់ផ្ដើមការប្រជុំដ៏ពិសេសប្រចាំរាត្រីនេះបានហើយនៅពេលដែល Hayashi ទទួលបានសញ្ញាអនុញ្ញាតភ្លាមរដ្ឋមន្ត្រីលីចាំងក៏មិនបង្អង់យូរដែរដោយបានទម្លាក់លុយ 51,000 រៀលលើតុគាត់បានប្រកាសថាគាត់នឹងចាប់ផ្ដើមភ្នាល់ខ្ពស់បែបនេះដើម្បីដាក់សម្ពាធដល់អ្នកលេងផ្សេងទៀតតាំងពីទឹកដំបូងតែម្ដងឃើញបែបនេះអធិការជប៉ុនលោកគូបាបានពោលថាលោករដ្ឋមន្ត្រីហាក់ដូចជាបានត្រៀមខ្លួនមកយ៉ាងល្អសម្រាប់ឱកាសពិសេសមួយនេះរដ្ឋមន្ត្រីម្នាក់ទៀតដែលគាំទ្រជប៉ុនក៏បានបង្ហាញដុំលុយដ៏ច្រើនសន្ធឹកសន្ធាប់របស់គាត់ដើម្បីបញ្ជាក់ថាគាត់ក៏ត្រៀមខ្លួនរួចរាល់សម្រាប់ល្បែងនេះដែររដ្ឋមន្ត្រីកាបែលក៏បាននិយាយឌឺដងថាលុយទាំងអស់នេះច្បាស់ជាធ្លាក់ចូលក្នុងហៅប៉ៅរបស់សាន់យូមុនពេលព្រះអាទិត្យរះមិនខានកាន់កែវស្រានៅក្នុងដៃតួឯកយើងសាន់យូក៏បានតបវិញថាវាមិនសំខាន់ទេថាអ្នកឯងធ្វើអ្វីព្រោះលុយតែងតែរត់ទៅរកអ្នកមានសំណាងឮបែបនេះអធិការដ្ឋានកាបូតាក៏បាននិយាយឌឺវិញថាបើអញ្ចឹងមែនសំណាងរបស់ពួកឯងគឺពិតជាល្អហួសពីការស្មានទៅទៀតបន្ទាប់មក Hayashi ក៏បានទទួលស្គាល់ថាជំនាញរបស់ Sanyu គឺពិតជាអស្ចារ្យមែនប៉ុន្តែគាត់ធានាថាយប់នេះនឹងមិនងាយស្រួលឡើយគាត់បានបញ្ជាក់ថាវានឹងពិបាកណាស់ដែល Sanyu អាចដើរចេញពីទីនេះជាមួយនឹងជ័យជំនះក្នុងដៃបានគាត់បានបង្ហើបថាសម្រាប់យប់នេះគាត់មានសញ្ញាអត្តពិសេសមួយគឺភ្ញៀវកិត្តិយសដែលបានអញ្ជើញមកចូលរួមការភ្នាល់នេះដោយផ្ទាល់ឥឡូវនេះចាំមើលទាំងអស់គ្នាពេលដែលគាត់ធ្វើសញ្ញាប្រាប់ឲ្យភ្ញៀវពិសេសនោះចូលមកក្នុងបន្ទប់ភ្នាល់ភ្លាមនៅពេលដែលឃើញមុខភ្ញៀវនោះគ្រប់គ្នាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងព្រោះគ្មានអ្នកណាស្មានដល់ថាជាអ្នកអង្គម្ចាស់ Sujiora នោះទេគ្រប់គ្នាក៏ប្រញាប់ក្រោកឈរគោរពដល់គាត់ភ្លាមព្រោះគាត់គឺជាអ្នកមានដែលមានខ្នងបង្អែកពីរដ្ឋាភិបាលនិងមានទំនាក់ទំនងជិតស្និទ្ធជាមួយកងទ័ពគ្រាន់តែមើលទឹកមុខរបស់ Sujiora ក៏ដឹងថាគាត់មានទំនុកចិត្តខ្ពស់បំផុតសម្រាប់ការភ្នាល់នៅយប់នេះដែរទោះជាយ៉ាងណាក៏ដោយតួឯកយើងចាប់ផ្ដើមយល់ថាស្ថានភាពនេះពិតជាធ្ងន់ធ្ងរព្រោះការនាំអ្នកអង្គម្ចាស់មកទីនេះគឺហួសពីដែនកំណត់ Hayashi ក៏មានការខឹងសម្បារចំពោះប្រតិកម្មរបស់ Sanyu ដោយបានសួររកការគោរពដែលគាត់គួរមានចំពោះអ្នកអង្គម្ចាស់ប៉ុន្តែ Sujiora ក៏បានគ្រវីដៃប្រាប់ថាមិនចាំបាច់មានពិធីការអ្វីច្រើនទេហើយគ្រប់គ្នាគួរតែរាប់អានគ្នាដូចជាមិត្តភក្តិទៅបានហើយគាត់ប្រាប់ឲ្យគ្រប់គ្នាទុកគាត់ដូចមិត្តភក្តិតែបែរជាមានអ្នកចាំដុតបារីឲ្យគាត់ទៅវិញបងប្អូនឃើញទេតើមិត្តភក្តិបែបណាទៅលោកគូបូតាបានលើកឡើងថាគាត់មិនដែលនឹកស្មានថាមនុស្សសំខាន់ដូចជាអ្នកអង្គម្ចាស់នឹងមកកន្លែងបែបនេះឡើយចំណែក Sanyu វិញគាត់មានអារម្មណ៍ថាមានថាមពលដ៏គួរឲ្យខ្លាចមួយយ៉ាងដែលប្រៀបដូចជាសត្វកញ្ជ្រោងព្រៃដ៏សាហាវនិងពោពេញដោយល្បិចកលកំពុងតែក្រេបរសជាតិស្រាវីស្គីតួឯកយើងក៏យល់ច្បាស់ថាថាមពលងងឹតដែលគាត់មានអារម្មណ៍កន្លងមកគឺដោយសារតែវត្តមានរបស់បុរសម្នាក់នេះបន្ទាប់ពីពន្លត់បារីរួចអ្នកអង្គម្ចាស់ក៏បានសួរថាតើតួឯកយើងគឺជា Gvishu នៃជូសានដែលល្បីថាជាកំពូលអ្នកល្បែងមែនទេ Sanyu ក៏បានតបវិញថាគាត់មិនមែនមកទីនេះដើម្បីតែភាពសប្បាយទេហើយក៏មានសមាជិកម្នាក់ទៀតបន្ថែមអំពីពាក្យចាចាំអារាមពីមុនបុរសរូបនេះប្រាប់ឲ្យគ្រប់គ្នាសម្រួលអារម្មណ៍ព្រោះរឿងទាំងនោះគ្រាន់តែជាការនិយាយបំភ្លឺនិងជាពាក្យចចាមអារាមមិនពិតតែប៉ុណ្ណោះ Sujiora បាននិយាយថានោះហើយជាអ្វីដែលគាត់បានឮមកប៉ុន្តែគាត់ក៏បានព្រមមានថារាល់ពេលលេងគាត់មិនដែលទុកឲ្យអ្នកណាឈ្នះឡើយគ្រាន់តែផ្ទាត់ម្រាមដៃភ្លាមកូនចៅរបស់អ្នកអង្គម្ចាស់ក៏បានដើរចូលមកភ្លាមគេបានបើកវ៉ាលីហើយដាក់ដុំលុយជាច្រើនសន្ធឹកសន្ធាប់នៅលើតុតែម្ដងខណៈដែលមន្ត្រីម្នាក់ទៀតដាក់លុយតែ 50,000 ប៉ុន្តែអ្នកអង្គម្ចាស់ម្នាក់នេះបានទម្លាក់លុយរហូតដល់ទៅ 300,000 ឯណោះលោក Hayashi មានការស្រឡំកាំងយ៉ាងខ្លាំងចំពោះចំនួនទឹកប្រាក់ដ៏ច្រើនលើសលប់ដែលបានដាក់នៅលើតុភ្នាល់នោះសូម្បីតែភ្នែករបស់គូបូតាក៏បើកធំដែរហើយគាត់ក៏ចាប់ផ្ដើមមានអារម្មណ៍ភ័យខ្លាំងរហូតដល់ចេញញើសត្រជាក់ពេញខ្លួនជាមួយនឹងទឹកប្រាក់ 300,000 នៅលើតុបរិយាកាសនៃការលេងល្បែង poker នេះក៏បានផ្លាស់ប្ដូរទាំងស្រុងតែម្ដងទោះជាយ៉ាងណា Sanyu នៅតែរក្សាទឹកមុខស្ងប់ស្ងាត់បំផុតព្រោះគាត់ដឹងថាខ្លួនឯងមិនអាចរង្គោះរង្គើដោយសារតែទឹកប្រាក់នោះឡើយអធិការជប៉ុនក៏បានស្នើថាដោយសារតែមានវត្តមានអ្នកអង្គម្ចាស់គាត់គួរតែជាអ្នកចាប់ផ្ដើមលេងបៀសម្រាប់ការលេងក្នុងជុំនេះអ្នកអង្គម្ចាស់បាននិយាយថាគាត់ឮថា Gvishu ម្នាក់នេះពូកែខ្លាំងណាស់ដូច្នេះលើកនេះគាត់នឹងលេងបែបយកជាការមែនតែម្ដងច្បាស់ណាស់ថាគេឈ្មោះនិងជំនាញរបស់តួឯកយើងគឺត្រូវបានគេស្គាល់យ៉ាងច្បាស់មិនថាតាមរយៈពាក្យចចាមអារាមឬបទពិសោធន៍ផ្ទាល់ខ្លួនតួឯកយើងក៏បានសង្កេតមើលចលនាដៃនៃអ្នកអង្គម្ចាស់ដែលមានភាពរហ័សរហួននិងស្ទាត់ជំនាញបំផុតប្រៀបដូចជាអ្នកលេងសៀកពួកយើងចាំមើលទាំងអស់គ្នាតើក្នុងស្ថានភាពបែបនេះតួឯកយើងនៅតែមានទំនុកចិត្តក្នុងការឈ្នះទៀតដែរឬទេអ្នកទាំងអស់គ្នាត្រូវតែមើលរឿងនេះជាមួយខ្ញុំព្រោះវាជារឿងរ៉ាវល្បែងស៊ីសងដ៏តានតឹងបំផុតក្នុងប្រវត្តិសាស្ត្រកូរ៉េដែលអ្នកមិនគួររំលងឡើយក្នុងពេលនោះ
លោកអុកញ៉ាក៏បានសួរតួឯកយើងឲ្យជួយបញ្យល់ពីអ្វីដែលគេហៅថាបៀដែលល្អនិយាយមែនគ្រាន់តែឮប៉ុណ្ណឹងគឺបរិយាកាសក្នុងបន្ទប់នេះប្រែជាតានតឹងភ្លាមតែម្ដងតួឯករបស់យើងញញឹមដោយភាពជឿជាក់រួចក៏បានតបវិញថាបៀដែលល្អបំផុតគឺជាបៀដែលអាចឈ្នះបៀអ្នកដទៃបានតែប៉ុណ្ណោះបន្ទាប់ពីហឺតផ្សែងបារីមួយដង្ហើមវែងស៊ូជីក៏បានទទួលស្គាល់ថាពាក្យចចាមអារ៉ាមអំពីស៊ុនពិតជាមិនខុសមែនក្មេងនេះពិតជាមានសមត្ថភាពខ្ពស់ក្នុងការប្រើពាក្យសម្ដីនិងដឹងពីរបៀបលេងសើចជាមួយមនុស្សជុំវិញខ្លួនបានយ៉ាងល្អភ្លាមនោះអ្នកបម្រើម្នាក់បានដើរចូលមកដាក់ឯកសារនៅលើតុរួចប្រកាសថាទាំងនេះគឺជាច្បាប់ដែលត្រូវប្រើប្រាស់ក្នុងការលេងគេតម្រូវឲ្យអ្នកចូលរួមទាំងអស់អានវាឲ្យច្បាស់ព្រោះមានតែអ្នកដែលយល់ព្រមតាមច្បាប់ដ៏គ្រោះថ្នាក់នេះទេទើបអាចបន្តការលេងបានខណៈពេលកំពុងពិនិត្យមើលឯកសារតួឯករបស់យើងបានគិតក្នុងចិត្តថាចក្រភពជប៉ុនតែងតែប្រើច្បាប់លើក្រដាស់ដើម្បីដាក់សម្ពាធលើអ្នកដទៃជានិច្ចប៉ុន្តែសំណាងល្អដែលគេដឹងច្បាស់ពីអ្វីដែលត្រូវធ្វើនិងត្រូវប្រើភាពឆ្លាតវៃរបស់ខ្លួនដើម្បីបកត្រឡប់ល្បិចកលនេះទៅលើពួកគេវិញម្នាក់បានបញ្ជាក់ថាពួកគេបានអានច្បាប់រួចរាល់ហើយរួចក៏ចាប់ផ្ដើមដាក់ប្រាក់ភ្នាល់នៅលើតុដើម្បីចាប់ផ្ដើមល្បែងមួយនេះនៅពេលដែលគ្រប់យ៉ាងបានរៀបចំរួចរាល់លោកអុកញ៉ាក៏បានប្រកាសជាផ្លូវការថាល្បែងស៊ីសងដ៏ធំមួយនេះអាចចាប់ផ្ដើមបានហើយដល់ពេលហើយមែនទេអ្នកទាំងអស់គ្នាយើងចំណាយពេលជិត10នាទីទៅហើយគ្រាន់តែសម្រាប់រងចាំឲ្យការប្រកួតនេះចាប់ផ្ដើមល្បែងបានចាប់ផ្ដើមហើយរដ្ឋមន្ត្រីក៏ពិនិត្យមើលបៀរបស់ខ្លួនខណៈដែលអធិការកូបូតាហាក់ដូចជាកំពុងមានបញ្ហាព្រោះបៀរបស់គេមិនសូវល្អសោះតួឯករបស់យើងក៏មិនមែនជាមនុស្សល្ងងដែរគេក៏បានឆែកមើលបៀរបស់ខ្លួនយ៉ាងយកចិត្តទុកដាក់បំផុតដើម្បីត្រៀមខ្លួនសម្រាប់វគ្គបន្តគ្រប់គ្នាចាប់ផ្ដើមតាមដានស្ថានភាពមុននឹងសម្រេចចិត្តដើររីឯរដ្ឋមន្ត្រីលីក៏ព្យាយាមបំបែកភាពស្ងប់ស្ងាត់ដោយសួរពីចំណាប់អារម្មណ៍របស់លោកអុកញ៉ាស៊ូជីអ៊ុយរ៉ាបានតបវិញថាចំណាប់អារម្មណ៍ដំបូងរបស់គេចំពោះទីនេះគឺភាពស្ងប់ស្ងាត់និងសម្លេងនៃផ្សែងបារីរបស់គេតែប៉ុណ្ណោះងាកមកមើលតួឯករបស់យើងវិញគេកំពុងតែវិភាគស្ថានភាពបៀហើយគិតថាមានរឿងអ្វីមួយយ៉ាងដែលកំពុងរំខានចិត្តដល់លោកអុកញ៉ានៅក្នុងទីក្រុងនេះដើម្បីពន្យល់ពីស្ថានភាពនេះតួឯកយើងបានប្រើពាក្យប្រៀបធៀបដោយឲ្យពួកគេស្រមៃពីសត្វបក្សីនៅក្នុងព្រៃបៃតងនាដើមរដូវក្តៅនៃអាណាចក្រជូស៊ុនទោះបីជាគ្មានអ្នកណាយល់ពីពាក្យប្រៀបធៀបនេះក៏ដោយតែលោកអុកញ៉ាស៊ូជីបែរជាសើចហើយនិយាយថាចាំមើលថាតើបក្សីនោះមកលេងឬមកដណ្ដើមយកកន្លែងតាមពិតទៅលោកអុកញ៉ាចង់ដឹងថាតើមនុស្សនៅទីនេះដឹងទេថាសត្វបក្សីអាចស៊ីសត្វល្អិតបានយ៉ាងងាយបំផុតដើម្បីកាត់បន្ថយភាពតានតឹងតួឯកយើងក៏សើចរួចនិយាយថាគេដឹងច្បាស់ណាស់ប៉ុន្តែសត្វល្អិតទាំងនោះវានឹងបង្ហាញខ្លួនតែក្នុងរដូវក្តៅប៉ុណ្ណោះរដ្ឋមន្ត្រីម្នាក់បានចូលរួមក្នុងការសន្ទនាដោយសួរថាតើមានបញ្ហាសំខាន់អ្វីខ្លះដែលលោកអុកញ៉ាចង់ដោះស្រាយឲ្យបានឆាប់រហ័សនោះស៊ូជីបញ្យល់ថាដំណើរទស្សនកិច្ចរបស់ព្រះអង្គម្ចាស់ជិតមកដល់ហើយលោកទទួលបានព័ត៌មានពីចលនាគួរឲ្យសង្ស័យមួយចំនួនហើយយូស៊ីកូមានការភ្ញាក់ផ្អើលជាខ្លាំងនៅពេលឮបែបនេះហើយបានសួរថាតើវាមានជាប់ពាក់ព័ន្ធនឹងក្រុមស៊ីនមីនហូដែរឬទេភ្លាមនោះអ្នកលេងម្នាក់បានដំឡើងប្រាក់ភ្នាល់ដល់31001ហើយបានបញ្ជាឲ្យតួឯកយើងដាក់បន្ថែម6000ទៀតប្រសិនបើចង់បន្តការលេងតួឯកយើងនិយាយថាគេត្រូវការបៀមួយសន្លឹកទៀតដូច្នេះគេមិនអាចគ្រាន់តែដាក់6000នោះទេទោះជាយ៉ាងណាក៏ដោយគេក៏បានដាក់ប្រាក់នៅលើតុរួចនិយាយថាគេធ្វើបែបនេះគឺដោយសារតែលោកអុកញ៉ាជាអ្នកសុំតែប៉ុណ្ណោះលោកអុកញ៉ាក៏សួរទៅរដ្ឋមន្ត្រីម្នាក់ថាតើធ្លាប់ឮពាក្យថាយូយុនដែរឬទេសូម្បីតែអ្នកនៅទីនោះក៏គ្មានអ្នកណាដឹងថាគាត់ចង់មានន័យថាអីដែរមើលទៅវាហាក់ដូចជាភាសាចម្រុះដែលពិបាកនឹងយល់ខ្លាំងណាស់ស៊ូជីក៏បានបញ្យល់ថាពាក្យនេះគឺសម្រាប់ហៅក្រុមមនុស្សដែលគិតចង់កាន់កាប់ប្រទេសទាំងមូលហើយមានពាក្យចចាមអារ៉ាមថាក្រុមនេះកំពុងរៀបចំនិងបង្កើតកងទ័ពសម្ងាត់មួយយ៉ាងធំសម្បើមប៉ុន្តែចំណុចដែលចម្លែកបំផុតនោះគឺតើពួកគេបានប្រាក់ពីណាខ្លះព្រោះការបង្កើតកងទ័ពគឺត្រូវចំណាយលុយច្រើនសន្ធឹកសន្ធាប់ណាស់គាត់ក៏បានងាកមកសួរតួឯករបស់យើងថាតើគេយល់យ៉ាងណាចំពោះរឿងរ៉ាវដ៏អាថ៌កំបាំងមួយនេះមុននឹងឆ្លើយតួឯកយើងបានគិតយ៉ាងខ្លាំងប៉ុន្តែចុងក្រោយគេក៏ញញឹមរួចនិយាយថាគេមិនដឹងច្រើនពីរឿងពិភពលោកខាងក្រៅនោះទេរឿងតែមួយគត់ដែលគេកំពុងគិតនាពេលនេះគឺហេតុអ្វីបានជាលោកអុកញ៉ាហ៊ានភ្នាល់រហូតដល់101,000នៅក្នុងល្បែងបែបនេះទៅវិញកាលណាលោកអុកញ៉ាភ្នាល់កាន់តែច្រើនគ្រប់គ្នាកាន់តែមានការចាប់អារម្មណ៍ខ្លាំងឡើងព្រោះគាត់ហាក់ដូចជាមិនព្រមឈប់សោះអធិការកាបូតាបានសម្រេចចិត្តបោះបង់ដោយដាក់ពាក្យចុះលើតុរួចប្រាប់ថាគេសូមដកខ្លួនចេញពីការភ្នាល់ដ៏ច្រើននេះហើយជាអកុសលគឺមិនអាចមានលទ្ធភាពប្រកួតប្រជែងបន្តទៀតបានទេចំណែកអធិការម្នាក់ទៀតក៏បានក្រឡាប់បៀរបស់គេដូចគ្នាគេប្រាប់ថាលើកនេះគេមិនមានបៀល្អនៅក្នុងដៃឡើយដូច្នេះគេនឹងគ្រាន់តែអង្គុយមើលការលេងរបស់ពួកគេតែប៉ុណ្ណោះជាចុងក្រោយហើយយេរីកូក៏បាននិយាយដូចគ្នាហើយសម្រេចចិត្តឈប់លេងដែរដូច្នេះឥឡូវនេះសល់តែលោកអុកញ៉ានិងតួឯកយើងប៉ុណ្ណោះស៊ូជីសម្លឹងមើលបៀក្នុងដៃហើយបានសន្មតថាតួឯករបស់យើងប្រកាសជាធ្លាប់ឈ្នះលុយជាច្រើនពីល្បែងប្រភេទនេះមកខានតួឯកយើងញញឹមរួចឆ្លើយតបវិញយ៉ាងខ្លីថាមានទឹកខ្លះគេឈ្នះហើយក៏មានទឹកខ្លះដែលគេចាញ់ដែរវារឿងធម្មតាទេស្រាប់តែពេលនោះលោកអុកញ៉ាបានទះតុកយ៉ាងខ្លាំងរួចស្រែកបញ្ជាឲ្យតួឯកយើងឈប់ភូតភរពីរឿងលុយដែលគេឈ្នះនាពេលកន្លងមកតួឯកយើងនៅតែរក្សាភាពស្ងប់ស្ងាត់រួចក៏អុជបារីមួយដើមទៀតដើម្បីបង្ហាញថាគេមិនមានការភ័យខ្លាចអ្វីបន្តិចឡើយគេឆ្លើយយ៉ាងរំភើយថាលុយទាំងអស់នោះគឺគេចាយទៅលើរបស់ឆ្ងាញ់ៗផ្ទះស្អាតអស់ហើយចាំមើលជាមួយខ្ញុំបន្តទៀតថាតើតួឯកយើងនឹងដោះស្រាយរឿងនេះយ៉ាងណាប្រិយមិត្តត្រៀមខ្លួនទៅដើម្បីសាក់លបងចិត្តសឿងរបស់តួឯកយើងដូចក៏សម្រេចចិត្តបោះប្រាក់បន្ថែមចំនួន30,000ទៀតលើតុ
ភ្លាមនោះលោកហាយូស៊ីចាប់ផ្ដើមបារម្ភខ្លាំងសូម្បីតែមន្ត្រីឯទៀតក៏ភ័យដែរព្រោះទឹកប្រាក់នេះពិតជាច្រើនខ្លាំងណាស់សម្រាប់ការលេងមួយហ្គេមតួឯកយើងលើកដៃឡើងហើយនិយាយឌឺដងទៅកាន់ដូចជប៉ុនថាលុយ30000នឹងចាយស្រួលម្ល៉េះគាត់ចាប់ផ្ដើមពិនិត្យសញ្ញាបៀលើតុហើយអ្វីដែលធ្វើឲ្យគាត់ចាប់អារម្មណ៍បំផុតគឺសញ្ញាអាប់ជួងវាជាសញ្ញាបៀដែលគួរឲ្យចាប់អារម្មណ៍ដូចប្រាប់តួឯកយើងឲ្យដកថយទៅបើខ្លាចបាត់បង់លុយព្រោះការប្រថុយទាំងមិនប្រាកដឈ្នះមិនមែនជាភាពក្លាហានទេតែវាជាភាពល្ងង់ខ្លៅតួឯកយើងឆ្លើយតបវិញថាដោយសារដូចមកដល់ទីនេះគាត់នឹងបន្ថែមលុយទៀតដើម្បីស្វាគមន៍ឲ្យកក្រៅដូចនៅតែរក្សាទឹកមុខស្ងប់ស្ងាត់ដដែលគាត់មិនបញ្ចេញអាការៈអ្វីឡើយគឺគិតគូរយ៉ាងត្រជាក់ស្រជុំបំផុតចុងក្រោយស៊ូជីក៏យល់ព្រមតាមនឹងហើយទុកឲ្យតួឯកយើងយកឈ្នះទាំងអស់ព្រោះគាត់សមនឹងទទួលបានវាលីចុងភ័យស្លន់ស្លោពេលដឹងថាទាំងអស់នេះគ្រាន់តែជាយុទ្ធសាស្ត្របោកបញ្ឆោតដ៏ធំមួយអ្នកទាំងអស់គ្នាជឿអត់ថាដូចតាមពិតគ្មានអ្វីក្នុងដៃសោះហ៊ានភ្នាល់30000ជាមួយអាប់តែមួយស្លឹកប៉ុន្តែអ្វីដែលរត់តែភ្ញាក់ផ្អើលគឺតួឯកយើងមើលធ្លុះទាំងអស់ហើយថែមទាំងហ៊ានភ្នាល់លើសនឹងទៀតដូចនិយាយថាការស្វាគមន៍នេះគឺគ្រប់គ្រាន់ហើយលើក្រោយចាំលេងមែនតែម្ដងឃើញតួឯកយើងកាន់វត្ថុឈើមួយដូចក៏សួរនាំថាតើរបស់នឹងជាអ្វីឲ្យប្រកបទៅតួឯកយើងក៏រៀបរាប់ពីប្រវត្តិរបស់វាកាលពី1000ឆ្នាំមុនធ្លាប់មានការប្រកួតដ៏ធំមួយដើម្បីស្វែងរកអ្នកលេងខ្លាំងបំផុតហើយឈើនោះគឺជាមេដាយសម្រាប់អ្នកឈ្នះស៊ូជីក៏ចាប់ផ្ដើមឆ្ងល់ថាតើបំណែកឈើនេះអាចរក្សាទុកបានយូរដល់ថ្នាក់ហ្នឹងដោយរបៀបណា2000ឆ្នាំមិនមែន2ថ្ងៃទេវាមិនគួរនៅល្អសភាពដើមមិនរលួយបែបនេះសោះឡើយតួឯកយើងញញឹមហើយសារភាពត្រង់ៗថាគាត់ក៏មិនជឿរឿងហ្នឹងដែរព្រោះគ្រាន់តែស្ដាប់តាមគេនិយាយតៗគ្នាប៉ុណ្ណោះគឺស្ដាប់ពីអ្នកលេងល្បែងស្រវឹងខួបម្នាក់ដែលគាត់ធ្លាប់ជួបមិនខ្វល់ថាប្រភពមកពីណាទេដូចក៏ដាក់សំណើមួយភ្លាមថាគាត់ចង់ទិញឈើនោះឲ្យតែហ៊ានហៅតម្លៃមកដូចនឹងចាយលុយទិញទាំងអស់តែតួឯកយើងញញឹមហើយបដិសេធចោលគាត់ប្រាប់ថាគាត់មិនមែនដូចរដ្ឋមន្ត្រីលីទេដែលចូលចិត្តលក់របស់ខ្លួនឯងបើដូចចង់បានឈើនោះមែនដូចត្រូវតែឈ្នះការលេងនៅថ្ងៃនេះឲ្យបានដូចបោះលុយមួយដុំធំលើតុរួចសួរថាតើយើងអាចចាប់ដើមវគ្គបន្តបានឬនៅស្រាប់តែពេលនោះដូចបែកក្បាលទៅរកទ្វារហើយហៅអ្នកនៅខាងក្រៅឲ្យចូលមកបុរសម្នាក់ក្នុងឯកសណ្ឋានយោធាបានដើរចូលមករួចសុំទោសដែលយឺតយ៉ាវព្រោះរវល់ដោះស្រាយការងារខ្លះនៅខាងក្រៅមុននេះបន្តិចស៊ូជីសួរសាកទីហានម្នាក់នោះថាហេតុអីបានជាមានក្លិនឆ្អាបឈាមនិងក្លិនដៃច្រេះភាយចេញពីខ្លួនបែបហ្នឹងទីហានម្នាក់នោះបញ្ជាក់ថាគាត់ទើបតែសម្លាប់មនុស្សមួយក្រុមដែលហ៊ានមកខ្លាំងដាក់អាណាចក្ររបស់ពួកគេអ្នកទាំងអស់គ្នាប្រកាសជាឆ្ងល់ដូចខ្ញុំដែរម្នាក់ភ្ញាក់ប៉ើលជាខ្លាំងហើយបរិយាកាសក៏ប្រែជាតានតឹងភ្លាមតើវាមានន័យថាម៉េចទៅតើទីហ៊ានម្នាក់នេះទើបតែទៅសម្លាប់មនុស្សមែនទេដូចសួរទីហ៊ានរបស់គាត់ពីពាក្យចុងក្រោយរបស់ពួកអ្នកដែលស្លាប់ទៅនោះដើម្បីកុំឲ្យអ្នកដទៃឮទីហ៊ាននោះអោនទៅក្បែរស្រជាដូចរួចខ្សឹបប្រាប់រឿងរ៉ាវទាំងអស់ក្រោយពេលបានឮហើយដូចក៏ចាប់ផ្ដើមញញឹមខណៈដែលទីហ៊ាននោះចាប់ផ្ដើមដកដាវចេញពីស្រោមដូចសម្លឹងមើលមុខតួឯកយើងរួចសួរថាតើអ្នកលេងល្បែងជូសុនមិនខ្លាចពីអីតួឯកយើងញញឹមហើយឆ្លើយថាគាត់មិនដឹងថាត្រូវខ្លាចអ្វីឲ្យប្រកាសផងនឹងទីហានឈ្មោះសាកាម៉ូតូកាន់ដាវយ៉ាងជាប់ហើយនិយាយថាបន្តិចទៀតឯងនឹងដឹងថាអ្វីទៅដែលគួរឲ្យខ្លាចបំផុតតួឯកយើងបញ្យល់ថាជីវិតអ្នកលេងល្បែងគឺដូចជាការរស់នៅថ្ងៃចុងក្រោយដែលរាល់វិនាទីគឺជាការប្រកួតប្រជែងដើម្បីជ័យជំនះលើកនេះដូចចាប់ផ្ដើមខឹងសម្បាយ៉ាងខ្លាំងហើយបានគំរាមដោយផ្ទាល់តែម្ដងដោយចោទប្រកាន់តួឯកយើងថាកំពុងលួចផ្ដាល់ជំនួយដល់សត្រូវមន្ត្រីហាយូស៊ីព្យាយាមការពារតួឯកយើងប៉ុន្តែដូចបានបញ្ជាឲ្យគាត់នៅស្ងៀមបើមិនចង់មានរឿងជាមួយគ្នាទេកុំចេះដឹងរឿងនេះអីនៅខណៈពេលនោះឯងម្នាក់នៅក្នុងបន្ទប់ទាំងជប៉ុនទាំងកូរ៉េគឺស្ងាត់ជ្រងំតែម្ដងទឹកមុខរបស់ពួកគេម្នាក់បង្ហាញពីការខឹងសម្បាយ៉ាងខ្លាំងលើកលែងតែមនុស្សម្នាក់គត់គឺតួឯកយើងដែលនៅស្ងប់ស្ងាត់បំផុតគាត់ថែមទាំងសួរដូចត្រង់ថាតើលោកចង់កំចាត់ខ្ញុំមែនទេគាត់យល់ពីអារម្មណ៍នោះប៉ុន្តែមិនគួរធ្វើបែបនេះគ្រាន់តែរឿងល្បែងមួយមែនទេដូចក៏សួរតួឯកយើងថាតើឯងពិតជាគិតថាទឹកប្រាក់បន្តិចបន្តួចហ្នឹងអាចធ្វើឲ្យយើងធ្វើបែបនេះមែនទេតួឯកយើងញញឹមហើយឆ្លើយថាគាត់មិនបាននិយាយពីរឿងលុយទេតែនិយាយពីកិត្តិយសរបស់ដូចដែលនឹងត្រូវបាក់មុខបើរឿងចាញ់នេះដឹងដល់ក្រៅដូចសើចចង្អកហើយនិយាយថាឯងពូកែអង្វរគួរឲ្យអស់សំណើចណាស់ប៉ុន្តែតើឯងកំពុងធ្វើជាមនុស្សកំសាកឬមនុស្សអៀនខ្មាស់តួឯកយើងអះអាងថាគាត់មិនខ្លាចអ្វីទាំងអស់ព្រោះសមរភូមិពិតប្រាកដរបស់គាត់គឺស្ថិតនៅលើតុល្បែងនេះឯងគាត់បោះដុំលុយលើតុរួចនិយាយថានេះគឺជាអាវុធដែលគាត់ជ្រើសរើសដើម្បីប្រយុទ្ធដូចក៏ប្រាប់ឲ្យទីហ៊ានទុកដាវរបស់គេទៅព្រោះវាហាក់ដូចជាព្រំលិខិតបានកំណត់ឲ្យជោគវាសនាសម្រាប់ដោយការលេងល្បែងនេះទៅហើយអ្នកទាំងអស់គ្នាដឹងអត់ពេលនេះដូចសប្បាយចិត្តខ្លាំងណាស់ព្រោះគាត់មានសន្លឹកបៀ full house សុទ្ធតែស្ដាច់សន្លឹកបៀនេះខ្លាំងណាស់សម្រាប់គាត់ជ័យជំនះគឺនៅក្នុងដៃបាត់ទៅហើយខណៈតួឯកយើងប្រហែលជាមានត្រឹម flash ប៉ុណ្ណោះមកអ្នកទាំងអស់គ្នាចាំមើលរឿងនេះជាមួយខ្ញុំបុរសម្នាក់នេះកំពុងតែអួតអាងដាក់ស៊ូនូថាគេមិនសមនឹងមកតតាំងជាមួយគេឡើយតាមសម្ដីគេគ្មានផ្លូវដែលស៊ូនូអាចឈ្នះគេដោយប្រាជ្ញាបានទេហើយក៏មិនអាចប្រើកម្លាំងបាយរត់ចេញពីទីនេះដែរព្រោះកងទាហានគេនៅទីនេះស្រាប់តែពេលនោះលោកអភិជនម្នាក់នេះចាប់ផ្ដើមស្លន់ស្លោពេលឃើញលុយចិត្តអស់ក្នុងចំណោម3សែនដែលគេយកមកឥឡូវសល់តែ60000ប៉ុណ្ណោះ
ឃើញសភាពបែបនេះតួឯកយើងក៏ចាប់ផ្ដើមឌឺដងភ្លាមថាអ្នកលេងដែលមានសន្លឹកបៀល្អតែខ្វះលុយបែបនេះមិនគួរមកអួតខ្លាំងពេកទេទឹកមុខលោកអភិជនប្រែជាខឹងសម្បានិងខ្មាស់អៀនខ្លាំងបំផុតព្រោះសម្រាប់អ្នកលេងល្បែងគ្មានអ្វីអាម៉ាស់ជាងការគ្មានលុយភ្នាល់នោះឡើយគេក៏សម្រេចចាត់សរសេរបានចំពាក់លុយដើម្បីបន្តការភ្នាល់ហើយក៏ងាកទៅសុំខ្ចីលុយចំនួន1លានពីបរិសម្នាក់ទៀតប៉ុន្តែគូបូតារីរែកមិនហ៊ានឲ្យខ្ចីទេចំណែកតួឯកយើងដែលឆ្លាតស្រាប់ក៏លើកច្បាប់ចំណុច 5.1 មកអានឲ្យគ្រប់គ្នាបានឮខ្លាំងៗតែម្ដងគឺការភ្នាល់អាចធ្វើទៅបានតែជាមួយលុយដែលមាននៅលើតុស្រាប់តាំងពីដើមប៉ុណ្ណោះគេក៏ហុចច្បាប់នោះឲ្យលោកអភិជនទាំងឌឺថាគួរឲ្យស្ដាយណាស់លោកអភិជនក៏សម្រេចចិត្តចាក់ភ្នាល់ធំក្នុងទឹកនេះតែម្ដងហើយក៏សួរទៅកាន់តួឯកយើងថាតើមានបញ្ហាអ្វីជាមួយរឿងនឹងដែរឬទេតួឯកយើងលើកដុំឈើមួយមកកាន់រួចសួរទៅលោកអភិជនវិញថាតើលោកគិតថាគ្រប់យ៉ាងនឹងទៅតាមអ្វីដែលលោកបានគ្រោងទុកមែនទេលោកអភិជនក៏ដាក់សំណើចុងក្រោយបើស៊ូនូឈ្នះទឹកនេះគេនឹងលើកលែងទោសឲ្យហើយការចោទប្រកាន់ទាំងអស់ក៏ត្រូវរលាយសាបសូន្យដែរលើសពីនេះបើឈ្នះនឹងបានលុយ1លានថែមទៀតចាំមើលណាអ្នកទាំងអស់គ្នានេះជាឱកាសមាសសម្រាប់តួឯកយើងក្នុងការសម្រេចអនាគតខ្លួនឯងហើយតួឯកយើងដឹងថាគ្មានអ្វីបានមកទទេទេក៏សួរពីអ្វីដែលគេចង់បានមកវិញលោកអភិជនក៏ទះតុកខ្លាំងៗហើយនិយាយថាគេចង់បានតំណែងអ្នកលេងដ៏ឆ្នើមបំផុតតួឯកយើងសួរថាតើជីវិតមានតម្លៃជាងដុំឈើនេះមែនទេលោកអភិជនក៏ផ្ដល់លិខិតលើកលែងទោសរយៈពេល1សប្តាហ៍បូករួមទាំងប្រាក់រង្វាន់សន្ធឹកសន្ធាប់ទៀតផងប៉ុន្តែតួឯកយើងបែរជាបដិសេធសំណួរនោះទៅវិញដោយនិយាយថាគេមិនត្រូវការក្រដាស់ដែលគ្មានប្រយោជន៍អស់ទាំងនេះឡើយលោកអភិជនចាប់ផ្ដើមងឿងឆ្ងល់ព្រោះគេអាចបញ្ជាឲ្យកងទាហានមកកម្ចាត់តួឯកយើងចោលបានគ្រប់ពេលតែហេតុអីបានជាគេមិនខ្លាចសោះអញ្ចឹងវីរបុរសយើងបញ្យល់ថាឲ្យតែការភ្នាល់ត្រូវបានធ្វើឡើងរាល់ការសន្យានឹងមានប្រសិទ្ធភាពហើយវាសំខាន់ជាងងារជាអ្នកឈ្នះទៅទៀតលោកអភិជននៅតែមិនយល់ក៏សួរថាប៉ុណ្ណឹងវាគ្រប់គ្រាន់សម្រាប់អ្នកលេងល្បែងហើយមែនទេតួឯកយើងក៏ចាប់ផ្ដើមនិទានរឿងស្ដេចចិន2អង្គមកប្រាប់លោកអភិជនភ្នាល់1លានដែលគេខ្ចីមកចំណែកតួឯកយើងក៏បន្ថែម2រ៉ែងទៀតគេបន្តនិទានថាកិច្ចសន្យាត្រូវបានបំពេញដោយប្រើកម្លាំងបាយរឿងរ៉ាវរបស់ស្ដេចឈៀងយូត្រូវបានកត់ត្រាក្នុងប្រវត្តិសាស្ត្រថាបន្ទាប់ពីរុងរឿងគេក៏ត្រូវស្លាប់យ៉ាងឯកោបំផុតនៅទីបំផុតគ្មាននរណាម្នាក់នឹកស្មានថាស្ដេចដ៏មានអំណាចនឹងត្រូវបរាជ័យបែបនេះឡើយសប្តាហ៍ថ្ងៃនេះអ្នកណាដែលមិនរក្សាសន្យានឹងជួបវាសនាដូចស្ដេចអង្គនោះដែរបន្តិចទៀតសញ្ញាបៀចុងក្រោយនឹងត្រូវបង្ហាញហើយអ្នកទាំងអស់គ្នាប្រកាសជាកំពុងតែរំភើបដូចខ្ញុំដែរមែនទេព្រោះនេះជាវិនាទីដ៏តានតឹងបំផុតលោកអភិជនចាប់ផ្ដើមភ័យក៏សួរថាតើតួឯកយើងកំពុងតែគំរាមគេឬគិតថានឹងអាចរត់រួចមែនទេតួឯកយើងឆ្លើយយ៉ាងស្ងប់ស្ងាត់ថាគេគ្រាន់តែរំលឹកពីច្បាប់ប៉ុណ្ណោះក្រឡេកមើលសញ្ញាបៀរបស់លោកអភិជនវិញគេមានសញ្ញា Ace of Spades ដែលជាសញ្ញាបៀដ៏ខ្លាំងដែលអាចផ្លាស់ប្ដូរលទ្ធផលហ្គេមទាំងមូលបានគេចាប់ផ្ដើមអួតអាងហើយប្រាប់ឲ្យស៊ូនូឈប់បង្អង់យូរទៀតទៅគេស្រែកបញ្ជាឲ្យចាក់បន្ថែមទៀតមកកុំនៅស្ទាក់ស្ទើរធ្វើអីតួឯកយើងក៏រុញលុយទាំងអស់ទៅកណ្ដាលតុគឺចាក់អស់ពីខ្លួនតែម្ដងទាំងលុយដែលឈ្នះបាននិងលុយដើមដែលគេមានតាំងពីដំបូងឥឡូវនេះរឿងរ៉ាវកាន់តែតានតឹងខ្លាំងហើយលោកអភិជនក៏រំភើបចិត្តរួចក៏រុញលុយទាំងអស់ចូលទៅក្នុងតុភ្នាល់ដែរគ្រប់គ្នាដែលនៅទីនោះមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះចំនួនលុយដ៏ច្រើនសន្ធឹកសន្ធាប់ម្នាក់សុទ្ធតែចាក់អស់ពីខ្លួនចាំមើលថាអ្នកណានឹងជាអ្នកឈ្នះពិតប្រាកដហេយ៉ូចាប់ផ្ដើមបារម្ភព្រោះគេមិនដឹងថាតើតួឯកយើងពិតជាមានសញ្ញាបៀល្អគ្រប់គ្រាន់ក្នុងការប្រថុយប្រឋានលុយទាំងអស់នេះមែនឬក៏អត់មើលតាមទឹកមុខលោកអភិជនទៅគេច្បាស់ណាស់ថាថ្ងៃនេះជាថ្ងៃបញ្ចប់របស់គីស៊ូហើយជ័យជំនះនឹងធ្លាក់មកលើដៃគេទាំងស្រុងពេលបើកបៀមកគ្រប់គ្នាឃើញថាគេបានសញ្ញា King ដល់ទៅ4សញ្ញាឯណោះម្នាក់នៅក្នុងបន្ទប់ចាប់ផ្ដើមទះដៃអបអរសាទរលោកអភិជនភ្លាមតែម្ដងទោះជាយ៉ាងនេះក្តីតួឯកយើងនៅតែរក្សាភាពស្ងប់ស្ងាត់បុរសម្នាក់នោះក៏សួរទាំងឌឺថាហេតុអីបានជាគ្រប់គ្នាឆាប់រំភើបម្លេះទាំងដែលមិនទាន់ឃើញបៀគីផងលោកអភិជនចង្អុលមុខគេហើយនិយាយថាគ្មានផ្លូវដែលគេមានសញ្ញាបៀល្អជាង King 4សញ្ញានេះទេយកល្អគួរតែលុតជង្គង់សុំជីវិតទៅតួឯកយើងសើចឡើងរួចនិយាយថាគេបានប្រាប់តាំងពីដំបូងហើយអំពីរឿងបៀនេះចាំមើលភាពបន្តជាមួយខ្ញុំណាព្រោះរឿងពិតនឹងត្រូវលាតត្រដាងហើយត្រៀមខ្លួនទៅអ្នកនិងខ្ញុំនឹងឃើញការភ្នាល់ដ៏ព្រៃផ្សៃបំផុតដោយគាត់ដាក់ទុនទាំងអស់ដែលមានឥឡូវរឿងរ៉ាវចាប់ផ្ដើមកាន់តែតានតឹងហើយស៊ូជីអេរំភើបខ្លាំងហើយចាប់ផ្ដើមរុញលុយទាំងអស់ទៅកណ្ដាលតុទាំងស្រែកថានេះហើយជាអ្វីដែលគេចង់បានបំផុតមនុស្សគ្រប់គ្នាស្រឡាំងកាំងនឹងចំនួនលុយដ៏មហាមហោនៅលើតុអ្នកលេងទាំងពីរបានដាក់ភ្នាល់អស់ពីខ្លួនហើយសំណួរគឺថាតើនរណានឹងឈ្នះយប់នេះហេយ៉ូចាប់ផ្ដើមមានការបារម្ភខ្លះថាតើពួកគេពិតជាមានបៀក្នុងដៃល្អល្មមនិងហ៊ានប្រថុយលុយទាំងអស់បែបនេះមែនទេបើមើលតាមទឹកមុខស៊ូជីគេជឿជាក់ខ្លាំងណាស់គេថែមទាំងប្រកាសថាយុគសម័យរបស់ជូសនបានបញ្ចប់ហើយជ័យជំនះថ្ងៃនេះនឹងក្លាយជារបស់គេពេលមើលទៅបៀដែលគេបើកមកគឺស្ដេច King ចំនួន4សញ្ញាឯណោះមនុស្សគ្រប់គ្នានៅក្នុងបន្ទប់ចាប់ផ្ដើមទះដៃសាទរដល់គេយ៉ាងខ្លាំងបៀរបស់គេពិតជាអស្ចារ្យមែនទែនធ្វើឲ្យគ្រប់គ្នាស្ញប់ស្ញែងបំផុតប៉ុន្តែចំណែកឯតួអង្គឯករបស់ជាងវិញនៅតែរក្សាភាពស្ងប់ស្ងាត់បានយ៉ាងល្អឥឡូវអ្នកនិងខ្ញុំត្រូវមើលឲ្យច្បាស់ព្រោះតួឯកយើងទើបតែនិយាយឌឺថាមិនក៏នាំគ្នាអពេកទាំងដែលមិនទាន់ឃើញបៀរបស់គេផងស៊ូជីអេចង្អុលមុខគេទាំងឌឺដងថាគ្មានផ្លូវមានបៀរៀងឬបៀណាដែលឈ្នះស្ដេច King 4សញ្ញានេះឡើយដូច្នេះគួរតែលុតជង្គង់សុំទោសទៅតួឯកយើងសើចឡើងហើយនិយាយថាគេបានព្រមានរួចហើយអំពីល្បែងបៀផូខឺមួយនេះគេចាប់ផ្ដើមបើកបៀរបស់គេយឺតបំផុតជឿខ្ញុំចុះ
ชุดนี้รวมเพิ่มดอกอังขนองแต่ไม่ดองโปรเก้កំពុងបង្ហាញថាបៀដែលល្អបំផុតគឺជាបៀដែលគ្មាននរណានឹកស្មានដល់តោះមកមើលឈុតឆាកលបែងស៊ីសងដ៏ជក់ចិត្តជាមួយខ្ញុំសัญลักษณ์បៀអាត់ត្រូវបានបើកហើយតួឯកយើងនិយាយថាលោកដុកហាក់ដូចជាមិនបានចាំពាក្យណែនាំរបស់គេសោះគេក៏សម្រេចចិត្តបោះបៀទាំងអស់លើតុតែម្ដងគេបានបោះបៀអាត់4សัญลักษณ์ដើម្បីផ្ដួលស្ដេច4សัญลักษณ์របស់សត្រូវបិសាចលបែងម្នាក់នេះពិតជាមិនធម្មតាមែនលោកដុកស្ទើរតែមិនជឿភ្នែកខ្លួនឯងនៅពេលឃើញតួឯកយើងមានបៀអាត់4សัญลักษณ์ក្នុងដៃបែបនេះគេចាប់ផ្ដើមដកដង្ហើមធំៗដោយខាប់ភ័យស្លន់ស្លោគេស្រឡាំងកាំងហើយគិតថាវាមិនអាចទៅរួចទេដែលមនុស្សម្នាក់មានសំណាងខ្លាំងជាងគេបែបនេះព្រោះគ្មានសមត្ថភាពមនុស្សណាម្នាក់អាចធ្វើរឿងនេះបានឡើយប៉ុន្តែតួឯកយើងគ្រាន់តែរៀបមួកហើយញញឹមរួចនិយាយថាមានមនុស្សច្រើនណាស់ដែលចង់ធ្វើជាស្ដេចប៉ុន្តែការឡើងក្រុងរាជជាអ្នកខ្លាំងបំផុតគឺមិនងាយស្រួលនោះទេគេក៏បានបង្វែរខ្លួនចេញទៅវិញយ៉ាងរំភើយរួចនិយាយថានេះគឺជាល្បែងដ៏សប្បាយមួយគេចាប់យកវ៉ាលីលុយដ៏ច្រើនសន្ធឹកសន្ធាប់នោះចេញទៅបាត់គេចាក់ចេញទៅជាមួយលុយទាំងអស់ខណៈដែលស៊ូជីអោបានត្រឹមតែអង្គុយគាំងនៅតុបៀតែម្នាក់ឯងការពិតទៅតួឯកយើងមានគម្រោងរួចជាស្រេចហើយប៉ុន្តែអ្នកនឹងខ្ញុំដឹងថាមានម្នាក់បានមើលឃើញល្បិចនេះគឺមេបញ្ជាការសាកាម៉ូតូដែលឈួរក្បែរនោះគេដឹងច្បាស់ថាត្រូវធ្វើអ្វីបន្តនៅខាងក្រៅសាលនោះសាកាម៉ូតូបានបញ្ជាឲ្យកូនចៅរបស់គេរត់ទៅតាមចាប់តួឯកយើងភ្លាមគេបានដកដាវខ្លីរបស់គេចេញមករួចស្រែកដាក់អ្នកលេងល្បែងមកពីជោសនថាមិនគួរណាមកប្រមាថលោកដុកបែបនេះឡើយភ្លាមនោះតួឯកយើងត្រូវបានឆ្មាំចាប់ខ្លួនហើយគេក៏សួរទៅវិញថាតើឆ្កែតូចនេះមិនយល់ពីកិច្ចព្រមព្រៀងដែលគេធ្វើជាមួយចៅហ្វាយវាទេឬជាអកុសលវ៉ាលីដែលពេញដោយលុយនោះបានធ្លាក់ទៅលើដីអូលុយដ៏ច្រើនសន្ធឹកសន្ធាប់ទាំងនោះធាហានដ៏អន់ម្នាក់នោះនិយាយថាតួឯកយើងរៀបចំគម្រោងទាំងអស់នេះឡើងប៉ុន្តែបែរជាមិនអាចទាយទុកជាមុននៅអ្វីដែលនឹងកើតឡើងទៅវិញតួឯកយើងចាប់ផ្ដើមសើចរួចសួរទៅវិញថាតើឯងពិតជាគិតថាមានរឿងដែលខ្ញុំមិនដឹងមែនទេទីហ៊ានម្នាក់នោះចាប់ផ្ដើមវង្វេងវង្វាន់ហើយឆ្ងល់ថាតើគេចង់មានន័យយ៉ាងម៉េចដែលថាគេបានដឹងរឿងគ្រប់យ៉ាងរួចទៅហើយបន្ទាប់មកវាក៏ដកដាវកាប់តួឯកយើងតែម្ដងតួឯកយើងចាប់ផ្ដើមបាត់បង់ស្មារតីបន្តិចម្ដងហើយគិតថាការភ្នាល់លើកនេះពិតជាមិនដូចអ្វីដែលគេគ្រោងទុកមែនភ្លាមនោះបំណែកឈើតូចរបស់សាន់យូក៏ចាប់ផ្ដើមបញ្ចេញពន្លឺហើយវត្ថុស័ក្តិសិទ្ធិដែលមានអាយុកាល2000ឆ្នាំនោះក៏ត្រូវបាក់ចុងទីហ៊ានម្នាក់នោះឈរញ័រខ្លួនទៅត្រូវហើយនិយាយថាតួឯកយើងពិតជាក្រអឺតកទោមខ្លាំងណាស់ដែលហ៊ានមកប្រឈមមុខជាមួយគេបែបនេះមុននឹងដកដង្ហើមចុងក្រោយតួឯកយើងបានញញឹមបន្តិចរួចនិយាយថារឿងមួយដែលគេមិនសូវចូលចិត្តគឺការដែលមិនទាន់បានផ្ទេរចំណេះដឹងទៅឲ្យអ្នកបន្តវេនប៉ុន្តែសម្រាប់គេវាមិនមែនជារឿងធំដុំទេព្រោះវាប្រសើរជាងការផ្ទេរប្រទេសមួយទៅឲ្យកូនប្រុសដែលមិនបានការទីហ៊ានដែលកំពុងស្ដាប់ក៏គិតថាតួឯកយើងនៅតែមានចរិតក្រអឺតក្រទុំដដែលគេក៏រើសយកបំណែកឈើនោះឡើងមកកណ្ដាលដំណក់ទឹកភ្លៀងនិងផ្គរលាន់ប៉ុន្តែរឿងរ៉ាវក៏បានរំលងទៅមុខអស់រយៈពេល18ឆ្នាំពលគឺឈានចូលមកដល់នីតិរដូវក្នុងឆ្នាំ1927កម្មករម្នាក់បានឈប់សម្រាកដើម្បីបន្ធូរអារម្មណ៍ដោយផឹកទឹកបន្តិចចេញពីផ្លែឃ្លោកដែលនៅក្បែរនោះបន្ទាប់ពីផឹកទឹកហើយគេក៏អង្គុយចុះដោយមានអារម្មណ៍ធូរស្រាលនិងមានកម្លាំងចិត្តដើម្បីបន្តការងារដំគោល200គ្រាប់ទៀតនៅពេលដែលគេឃើញមិត្តរួមការងារដើរកាត់គេក៏និយាយថាដើម្បីឲ្យពួកជប៉ុនសប្បាយចិត្តនៅរដូវក្តៅប្រជាជនចូលសន់ច្រើនណាស់ដែលត្រូវរងទុក្ខអ្នកប្រហែលជាឆ្ងល់ថាហេតុអ្វីមែនទេព្រោះក្នុងឆ្នាំ1927កូរ៉េស្ថិតក្រោមការត្រួតត្រារបស់ជប៉ុននេះជាមេរៀនប្រវត្តិសាស្ត្រដែលយើងត្រូវដឹងជាមួយគ្នាប៉ុន្តែស្រាប់តែមានអ្នកណាម្នាក់និយាយឡើងមកថាពួកគេមិនមែនធ្វើការនៅទីនេះដោយសារតែជនជាតិជប៉ុននោះទេនោះគឺជាតួឯកយើងនឹងឯងគេបញ្យល់ថាមនុស្សគ្រប់គ្នាដែលនៅទីនេះគឺធ្វើការដើម្បីចិញ្ចឹមគ្រួសារបើទោះបីជាវាអយុត្តិធម៌បន្តិចមែនប៉ុន្តែពួកគេគ្មានជំរឿសឡើយកម្មករចំណាស់ម្នាក់បង្ហាញទឹកមុខមើងម៉ាត់រួចរអ៊ូទាំថាការងារដដែលរាល់ថ្ងៃនេះពិតជាគួរឲ្យធុញទ្រាន់ខ្លាំងណាស់ហើយក្នុងមួយថ្ងៃគេរកលុយបានតែ1រៀលនិង20សេនប៉ុណ្ណោះសរុបទៅគឺមិនគ្រប់គ្រាន់សម្រាប់ជីវភាពឡើយគេនិយាយថាវាដូចជាការធ្វើការក្នុងលក្ខខណ្ឌដ៏លំបាកតាំងពីសម័យឆ្នាំ1800មកម្លេះបុរសម្នាក់នោះបន្តថាគេត្រូវធ្វើការរាល់ថ្ងៃហើយដើម្បីរកលុយបន្ថែមគេថែមទាំងធ្វើជាសន្តិសុខនៅពេលយប់ទៀតផងបើទោះជាប្រឹងយ៉ាងណាក៏ដោយក៏គេនៅតែមិនអាចរកប្រាក់ខែឲ្យបានដល់41រៀលដែរតួឯកយើងគ្រាន់តែផឹកទឹកហើយមិនសូវខ្វល់ពីសម្ដីទាំងនោះឡើយគេនិយាយថាទឹកនេះពិតជាត្រជាក់ស្រស់ស្រាយខ្លាំងណាស់បុរសម្នាក់នោះបន្តថាគេត្រូវការរកលុយឲ្យបានលឿនដើម្បីចាកចេញពីទីនេះប៉ុន្តែបញ្ហាគឺថាវាមិនងាយស្រួលទេក្នុងការទទួលបានបៀល្អៗតួឯកយើងឮបែបនេះក៏សួរថាតើពួកឯងលួចលេងល្បែងមែនទេបុរសចំណាស់នោះឆ្លើយថាពិតណាស់ហើយមានកន្លែងលេងល្បែងជាច្រើននៅច្រកចូលផ្លូវ Love Alley វាគឺជាឈ្មោះផ្លូវដែលចម្លែកបំផុតមែនទេនៅទីនោះថែមទាំងមានកន្លែងដែលអាចឲ្យពូឈ្នះលុយរាប់រយក្នុងល្បែងតែមួយផងដែរគេសម្លឹងមើលតួឯកយើងដោយទឹកមុខមើងម៉ាត់រួចសួរថាតើឯងចេះលេងល្បែងដែលបានលុយច្រើនទាំងនោះដែរឬទេតួឯកយើងឆ្លើយថាទេគេមិនពូកែខាងលេងល្បែងទេហើយក៏មិនដឹងអ្វីពីវាដែរបុរសចំណាស់នោះនិយាយថាបន្ទាប់ពីចេញពីធ្វើការគេគួរតែទៅរៀនលេងល្បែងខ្លះទៅប៉ុន្តែតួឯកយើងបានបដិសេធភ្លាមគេនិយាយថាគេគ្មានបំណងចង់ទៅផ្លូវនោះតតែសោះខណៈនោះមេការក៏ប្រកាសថាថ្ងៃនេះ
គឺជាថ្ងៃបើកប្រាក់ខែដូច្នេះកន្លែងលេងល្បែងនៅក្បែរនេះច្បាស់ជាបើកទ្វារស្វាគមន៍អតិថិជនជាមិនខានតួឯកយើងមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះដំណឹងនេះគេសួរបញ្ជាក់ថាតើកន្លែងលេងល្បែងពិតជាបើកនៅក្បែរនេះមែនឬប៉ុន្តែស្រាប់តែមានសម្លេងជួងបន្លឺឡើងដើម្បីបញ្ចប់ម៉ោងការងារបន្ទាប់មកកម្មករទាំងអស់ក៏នាំគ្នារត់ទៅប្រជ្រៀតគ្នានៅមុខបន្ទប់តូចមួយដើម្បីរងចាំទទួលប្រាក់ឈ្នួលរៀងៗខ្លួននៅខាងក្នុងការិយាល័យគេលើកស្លាកឈើដែលមានឈ្មោះសរសេរនៅលើនោះមើលទៅគេគឺជាអ្នកដែលត្រូវទទួលខុសត្រូវលើរឿងនេះចាំមើលភាគបន្តជាមួយខ្ញុំណាតោះមកមើលទាំងអស់គ្នារឿងនេះចាប់ផ្ដើមពីការបើកប្រាក់ខែឲ្យកម្មករហើយតួឯកយើងម្នាក់នេះមិនធម្មតាឡើយមេការសួរស៊ូណូថាគេរាប់លុយរួចរាល់ហើយឬនៅប៉ុន្តែតួឯកយើងមិនបានចាប់អារម្មណ៍នឹងរឿងលុយកាក់ឡើយគេបារម្ភពីសុខភាពកម្មករចាស់ម្នាក់ដែលក្អកមិនឈប់ហើយប្រាប់ឲ្យគាត់សម្រាកខ្លះទៅព្រោះគាត់មានវ័យចំណាស់ណាស់ហើយបុរសកំសត់នោះតបថាគាត់មិនអាចឈប់បានទេព្រោះមានមាត់មានកកូនចៅដល់ទៅ6នាក់ដែលកំពុងរងចាំអាហារនៅផ្ទះមុននឹងដើរចេញទៅគាត់និយាយថាការឈ្នះរង្វាន់ធំសម្រាប់គាត់គឺមិនអាចទៅរួចទេស្រាប់តែពូប្រញាប់មកដល់ភ្លាមគាត់ប្រាប់ឲ្យតួឯកយើងប្រញាប់ឡើងព្រោះគាត់ចង់យកលុយទៅភ្នាល់ល្បែងឲ្យបានឆាប់តាមដែលអាចធ្វើទៅបានតួឯកយើងក៏សុំទោសហើយប្រញាប់ធ្វើការតាមបញ្ជាស្រាប់តែមេការម្នាក់ភ្ញាក់ផ្អើលនឹងល្បឿននៃការរកស្លាកឈ្មោះរបស់គេយ៉ាងខ្លាំងទាំងមេការនិងកម្មករផ្សេងទៀតសុទ្ធតែញៀងឆ្ងល់ហើយសួរថាមានរឿងអ្វីកើតឡើងបានជាធ្វើឲ្យមានការភ្ញាក់ផ្អើលខ្លាំងម្ល៉េះមេការបញ្យល់ថាមានស្លាកឈ្មោះរាប់រយនៅលើធ្នើប៉ុន្តែឯងអាចរកឃើញស្លាកដែលត្រឹមត្រូវភ្លាមដោយមិនបាច់ចំណាយពេលមើលផងឮបែបនេះកម្មករឯទៀតក៏យល់ស្របថាតួឯកយើងមានសមត្ថភាពអស្ចារ្យហើយខ្លះទៀតថែមទាំងហៅគេថាជាគ្រូទាយដ៏ចំណានម្នាក់ទៀតផងពួកគេឆ្ងល់ថាតើគេមានអំណាចវេទមន្តឬយ៉ាងណាហើយកម្មករម្នាក់ទៀតនិយាយទាំងរំភើបថាគេពូកែជាងគ្រូធ្មប់ទៅទៀតគាត់បានសុំឲ្យស៊ូណូជួយមើលជោគវាសនាឲ្យគាត់ផងព្រោះគាត់ចង់ដឹងថាតើជីវិតរបស់គាត់ត្រូវតស៊ូដល់ពេលណាទៀតតួឯកយើងមានអារម្មណ៍អៀនខ្មាស់ក៏សើចបែបភ័យហើយប្រាប់ថាវាមិនមែនជាអំណាចអ្វីទេគ្រាន់តែគេស៊ាំនឹងការងារប៉ុណ្ណោះប៉ុន្តែក្រុមកម្មករមិនខ្វល់ឡើយពួកគេនាំគ្នាមកចោមរោមសួរនាំយ៉ាងច្រើនរហូតធ្វើឲ្យតួឯកយើងមានអារម្មណ៍ប្លែកនឹងក្រសែភ្នែកពួកគេបុរសម្នាក់និយាយថាតួឯកយើងខុសពីសិស្សដទៃទៀតព្រោះគេហាក់ដូចជាមានការអប់រំខ្ពស់និងមើលទៅមានចំណេះដឹងជ្រៅជ្រះណាស់ភ្លាមនោះមានឡានចាស់មួយគ្រឿងបានបើកមកដល់ការដ្ឋានសំណង់ជាមួយនឹងសម្លេងរំខានយ៉ាងខ្លាំងដែលទាក់ទាញចំណាប់អារម្មណ៍គ្រប់គ្នាបុរស3នាក់បានចុះពីលើឡាននោះហើយប្រកាសយ៉ាងក្តែងពីការមកដល់នៃបានលបែងមីស៊ុយដើម្បីមកបើកលបែងស៊ីសងពួកគេប្រាប់ថាលបែងនៅថ្ងៃនេះគឺស៊ីកូរ៉ាល់ដែលជាលបែងដ៏ពេញនិយមបំផុតមួយនៅក្នុងចំណោមកម្មករសំណង់ទាំងអស់នោះវាជាលបែងទាយគ្រាប់ឡុកឡាក់3ក្នុងកែវតូចមួយដែលមើលទៅសាមញ្ញបំផុតប៉ុន្តែវាជាអន្ទាក់នៃការភ្នាល់យ៉ាងជោគជាំក្នុងពេលដ៏ខ្លីពួកគេបានបោះតង់ហើយក្រុមកម្មករក៏នាំគ្នារត់ទៅភ្នាល់ព្រោះម្នាក់ចង់បានលុយបន្ថែមយកទៅចាយវាយតួឯកយើងឈរមើលពីចម្ងាយដោយមិនចាប់អារម្មណ៍ខ្លាំងឡើយគេគិតថាផលវាងាយស្រួលពេកហើយក៏ត្រឡប់ទៅធ្វើការងាររបស់គេបន្តទៀតមេបនលបែងបានក្រឡាប់កែវហើយប្រកាសថាការភ្នាល់ទឹកទី1ជិតចាប់ដើមហើយសូមអ្នកទាំងអស់គ្នាត្រៀមខ្លួនឲ្យបានរួចរាល់ម្នាក់មានការលើកទឹកចិត្តយ៉ាងខ្លាំងអ្នកខ្លះថាគេនឹងឈ្នះលុយឲ្យបានច្រើនខណៈម្នាក់ទៀតទាយថាគ្រាប់ឡុកឡាក់នឹងចេញលេខសេះមេលបែងញញឹមយ៉ាងមានល្បិចហើយសួរថាតើគ្រប់គ្នាបានដាក់ប្រាក់ភ្នាល់រួចរាល់អស់ហើយឬនៅដើម្បីបើកមើលលទ្ធផលឈ្នះចាញ់នៅពេលបើកកែវចេញមកគ្រាប់ឡុកឡាក់សរុបគឺលេខ7ដែលជាលេខសេះធ្វើឲ្យកម្មករខ្លះមានការខកចិត្តយ៉ាងខ្លាំងនឹងការចាញ់ឥឡូវនេះអ្នកទាំងអស់គ្នាត្រូវផ្ដោតឲ្យច្បាស់ព្រោះល្បែងនេះមានច្បាប់ពិសេសមួយដែលបន្លំភ្នែកបំផុតសម្រាប់អ្នកដែលមិនដឹងច្បាប់ពិសេសនោះគឺប្រសិនបើគ្រាប់ឡុកឡាក់ចេញលេខ4 5 និង6ឬចេញលេខដូចគ្នាទាំង3គ្រាប់នោះមេនឹងស៊ីដាច់តែម្ដងហើយក្នុងករណីផ្ទុយពីនេះគឺអ្នកភ្នាល់នឹងឈ្នះវិញប៉ុន្តែឱកាសនោះគឺមានតិចតួចបំផុតសម្រាប់ពួកកម្មករទាំងនេះនៅឆ្ងាយពីហ្វូងមនុស្សស៊ូណូកំពុងឈរស្ដាប់សំឡេងនៃការភ្នាល់យ៉ាងយកចិត្តទុកដាក់បំផុតទោះបីជាគេមិនបានមើលផ្ទាល់ភ្នែកក៏ដោយគេចាប់ផ្ដើមកត់ត្រាព័ត៌មានយ៉ាងលម្អិតក្នុងសៀវភៅហើយចុងក្រោយក៏បានរកឃើញអាចកំបាំងនៃល្បែងនេះតាមរយៈសំឡេងគេបានសាកល្បងទ្រឹស្ដីរបស់គេហើយវាពិតជាត្រឹមត្រូវមែនដែលធ្វើឲ្យគេដឹងថាវិញ្ញាណទី6របស់គេកាន់តែមុតស្រួចឡើងគេព្យាយាមទប់អារម្មណ៍មិនឲ្យចូលរួមភ្នាល់ព្រោះដឹងថានេះមិនមែនជាជំនាញរបស់គេទេប៉ុន្តែឱកាសឈ្នះគឺមានខ្ពស់រហូតដល់មិនគួរឲ្យជឿភ្លាមនោះការចងចាំពីអតីតកាលដ៏ឈឺចាប់មួយបានលេចឡើងក្នុងចិត្តរបស់គេអំពីការព្រមានដ៏គួរឲ្យខ្លាចមួយដែលគេធ្លាប់ជួបបុរសម្នាក់ធ្លាប់គំរាមថានឹងធ្វើទារុណកម្មគេយឺតគ្រាន់តែដោយសារគេជាសិស្សហើយលើកក្រោយវានឹងកាន់តែអាក្រក់ជាងនេះទៅទៀតប៉ុន្តែគេសម្រេចចិត្តបោះបង់ការចងចាំអាក្រក់នោះចោលសិនហើយត្រឡប់មកចាប់អារម្មណ៍នឹងលទ្ធផលនៃល្បែងដែលកំពុងតែប្រកាសវិញគ្រាន់តែស្ដាប់សំឡេងតួឯកយើងដឹងភ្លាមថាមេល្បែងបានប្រើល្បិចបន្លំម្យ៉ាងព្រោះសំឡេងគ្រាប់ឡុកឡាក់ហាក់ដូចជាមានភាពខុសប្លែកពីធម្មតាសំឡេងក៏កិតខ្សៅមានន័យថាគ្រាប់ឡុកឡាក់ត្រូវបានគេផ្អៀងមេល្បែងញញឹមយ៉ាងកំណាចរួចក៏លើកកែវបង្អួតលទ្ធផលដល់គ្រប់គ្នានៅពេលដែលកម្មករឃើញលទ្ធផលភ្លាមពួកគេម្នាក់ខឹងសម្បាយ៉ាងខ្លាំងព្រោះគ្រាប់ឡុកឡាក់ចេញលេខ4 5 និង6អ្នកនិងខ្ញុំប្រកាសជាដឹងហើយថាបើគេហ៊ានលូកដៃម្ដងទៀតគ្រោះថ្នាក់នឹងមកដល់មិនខានដោយការប្រមានដ៏គួរឲ្យខ្លាចកាលពីអតីតកាលអញ្ចឹងប្រសិនបើគេត្រូវបានគេចាប់បានថាបន្លំឬធ្វើអ្វីខុសទៀតគេអាចនឹងត្រូវជាប់គុកដល់ទៅ1ឆ្នាំពេញឯណោះមេល្បែងឌឺដងដាក់លោកគឹមនិងលោករីអូថាជាមួយលុយដែលនៅសល់ពួកគេប្រហែលជាអាចទិញស្រាអង្ករផឹកបានតែមួយចានប៉ុណ្ណោះ
ពាក្យសម្ដីនេះធ្វើឲ្យពួកគេទាំងពីរខឹងខ្លាំងណាស់ហើយប្រាប់ឲ្យមេលបែងឈប់និយាយរឿងឥតប្រយោជន៍រួចចាប់ដើមក្រឡុកបន្តទៀតទៅអ្នកក្រឡុកឡុកឡាក់ញញឹមហើយយល់ព្រមតាមសំណូមពរគេចាប់ដើមក្រឡុកគ្រាប់ឡុកឡាក់ជាថ្មីម្ដងទៀតយ៉ាងស្ទាត់ជំនាញបំផុតនៅពេលដែលគេបើកកែវចេញមកគ្រាប់ឡុកឡាក់ចេញលេខដូចគ្នាទាំង3គ្រាប់តែម្ដងធ្វើឲ្យបនលបែងមីស៊ុយអ៊ីឈ្នះដាច់ទៀតហើយតើអ្នកនិងខ្ញុំគិតថានឹងមាននរណាហ៊ានភ្នាល់បន្តទៀតទេបន្ទាប់ពីចាញ់អស់រលីងបែបនេះមកមើលជាមួយខ្ញុំនៅរឿងក្មេងម្នាក់ដែលគ្រប់គ្នាស្មានថាសំណាងតែគេជាកំពូលអ្នកលេងគេបំរុងដើរចេញហើយតែនឹងត្រឡប់មកវិញខែក្រោយពេលបើកលុយប៉ុន្តែស្រាប់តែមានអ្នកណាម្នាក់ស្រែកឲ្យចាំមួយផ្លែតរួចក៏បោះដុំលុយមួយដុំទៅលើដីគ្រាន់តែមើលរបៀបដែលគេបោះលុយមកដីបែបនេះយើងក៏អាចដឹងថាជាអ្នកណាដែរស៊ូនូដើរចូលមកក្បែរប៉ុន្តែមេបៀប្រាប់ថាប៉ុណ្ណឹងបានហើយព្រោះវាមិនសមរម្យទេដែលត្រូវចាប់ផ្ដើមលបែងថ្មីដោយមានលុយ20 ដក 101នៅលើតុបែបនេះចាំមើលវគ្គនេះឲ្យច្បាស់ព្រោះមេបៀចាប់ផ្ដើមភ័យហើយគេសួរទាំងឌឺដងថាតើមេបៀចង់រត់ចោលលបែងឬក៏ខ្លាចមនុស្សមកពីជោស៊ុនដែលមានលុយតិចតួចនេះមែនទេមេបៀចាប់ផ្ដើមមានអារម្មណ៍មិនស្រួលនិងឆ្ងល់នឹងសំណួរនេះប៉ុន្តែតួអង្គយើងប្រាប់ឲ្យគេចាប់ផ្ដើមក្រឡុកគ្រាប់ឡុកឡាក់ភ្លាមទៅកុំបង្អង់យូរពេលនោះឆាម៉ាន់ម្នាក់ដើរមកក្បែរហើយសួរតួអង្គយើងថាហេតុអ្វីហ៊ានមកបង្កបញ្ហានៅទីនេះបើមិនចង់ត្រូវគេវាយសន្លប់ដោយមិនដឹងខ្លួនទេនោះវីរបុរសយើងក្រឡេកមើលដាវតូចរបស់អាម៉ាតធំនោះដោយមិនមានការភ័យខ្លាចបន្តិចសោះឡើយព្រោះបើមានរឿងមិនល្អកើតឡើងក្នុងកាស៊ីណូវានឹងខូចឈ្មោះមិនខានគេថាមិនល្អទេបើមានពាក្យចចាមអារាមថាមានមនុស្សត្រូវគេសម្លាប់នៅក្នុងបនលបែងនេះហើយសម័យមើលថាបើព័ត៌មាននេះល្បីខ្លាំងតើវានឹងទៅជាយ៉ាងណាមេបៀដែលឈួតលីលានោះប្រាប់ទៅលោក DJ ថាគេនឹងចាត់ការរឿងនេះដោយខ្លួនឯងព្រោះក្មេងនេះប្រហែលជាមិនស្ងប់ចិត្តទេបើមិនទាន់ចាញ់អស់លុយបើបែបនឹងមែនគ្មានបញ្ហាទេគេនឹងបំពេញបំណងរបស់យុវជនម្នាក់នេះពូធររបស់គេចាប់ផ្ដើមបារម្ភពីស៊ូនូព្រោះដឹងថាគេមិនចេះលេងល្បែងភ្នាល់ទាល់តែសោះប៉ុន្តែតួអង្គយើងគ្រាន់តែញញឹមបន្តិចហើយនិយាយថាគេនឹងសាកល្បងមើលព្រោះវាតិចតួចទេសម្រាប់ចំនួន20 ដក 1នេះមេបៀនិយាយថាកម្រណាស់ដែលគេចាប់ផ្ដើមល្បែងថ្មីដោយសារចំនួនលុយតិចតួចបែបនេះប៉ុន្តែបើគេចង់លេងគេក៏រៀបចំឲ្យតាមចិត្តតួអង្គយើងរក្សាទឹកមុខមាំនិងព្យាយាមផ្ដោតអារម្មណ៍ខណៈពេលដែលមេបៀចាប់ផ្ដើមក្រឡុកកែវគ្រាប់ឡុកឡាក់យ៉ាងខ្លាំងសំឡេងគ្រាប់ឡុកឡាក់អាចធ្វើឲ្យមនុស្សជាច្រើនភ័យស្លន់ស្លោប៉ុន្តែមិនមែនសម្រាប់តួអង្គយើងឡើយគេសម្លឹងមើលកែវនោះយ៉ាងយកចិត្តទុកដាក់ដើម្បីចង់ដឹងថាមានអ្វីកើតឡើងខាងក្នុងមេបៀដាក់កែវចុះលើដីរួចញញឹមសួរថាតើតួអង្គយើងចង់ភ្នាល់ខាងណាគេឆ្លើយភ្លាមថាចាក់អស់ពីខ្លួនលើលេខគូសម្រាប់លុយ20 ដក 1នេះមិត្តរួមការងាររបស់ស៊ូនូម្នាក់និយាយថាគេឃើញគ្រាប់ឡុកឡាក់មួយចេញលេខ2និងមួយទៀតចេញលេខ5ដូច្នេះលទ្ធផលច្បាស់ជាលេខសេះមិនខានប៉ុន្តែតួអង្គយើងមិនខ្វល់ខ្វាយអ្វីឡើយហើយនៅតែប្រកាន់ជំហរជ្រើសរើសលេខគូដដែលព្រោះគេជឿជាក់យ៉ាងមុតមមថាវាគឺជាលេខគូអូមេបៀត្រេកអរខ្លាំងណាស់ដោយគិតថាតួអង្គយើងនឹងត្រូវចាញ់ព្រោះអ្នកដទៃឃើញលេខ2និងលេខ5ដែលសរុបទៅជាលេខសេះបាត់ហើយនៅក្នុងចិត្តរបស់ស៊ូនូគេចាប់ផ្ដើមកណនាលេខដែលគេបានឮហើយប្រកាសក្នុងចិត្តថាគ្រាប់ឡុកឡាក់ពិតជាលេខ1លេខ4និងលេខ5លទ្ធផលសរុបគឺ10ដែលជាលេខគូពិតប្រាកដគ្រប់គ្នាអន្ទះសារចង់ឃើញលទ្ធផលខ្លាំងណាស់ប៉ុន្តែមេបៀនៅតែមិនព្រមបើកកែវចេញសោះនៅពេលដែលលទ្ធផលពិតប្រាកដត្រូវបានបង្ហាញគ្រាប់ឡុកឡាក់ពិតជាលេខ1លេខ4និងលេខ5មែនតួអង្គយើងទីត្រូវហើយវាគឺជាលេខគូភ្លាមនោះក្រុមកម្មករស្រែកអបអរសាទរយ៉ាងខ្លាំងចំពោះជ័យជំនះរបស់តួអង្គយើងម្នាក់សរសើរថាគេលេងបានល្អណាស់រីឯម្នាក់ទៀតប្រាប់ឲ្យស្ងាត់ដើម្បីកុំឲ្យសួយតួអង្គយើងគិតក្នុងចិត្តទាំងញញឹមថាវាគ្រាន់តែជាសំណាងប៉ុណ្ណោះគេឈ្នះបានតែ20 ដក 1បន្ថែមទៀតដូច្នេះវាមិនមែនជារឿងធំដុំអ្វីណាស់ណាទេប៉ុន្តែមនុស្សម្នាក់ដែលមិនសប្បាយចិត្តទាល់តែសោះគឺមេបៀដែលរអ៊ូទាំដាក់តួអង្គយើងហើយត្រូវបង្ខំចិត្តសងលុយ21ទៅឲ្យគេវិញតើអ្នកជឿទេតួអង្គយើងពិតជាធ្វើបានមែនខណៈដែលគ្រប់គ្នាកំពុងសង្ស័យលើគេចាប់យកលុយទាំងញញឹមហើយស្នើឲ្យបន្តលបែងបន្តទៀតភ្លាមមេបៀកាន់កែវនិងគ្រាប់ឡុកឡាក់ក្នុងដៃរួចនិយាយថាបើអញ្ចឹងគេនឹងចាប់ផ្ដើមទៀតខណៈពេលដែលមេបៀកំពុងក្រឡុកកែវតួអង្គយើងប្រើត្រចៀកទឹករបស់គេស្ដាប់សំឡេងគ្រាប់ឡុកឡាក់យ៉ាងយកចិត្តទុកដាក់បំផុតនៅក្នុងចិត្តគេអាចសម្គាល់ដឹងលេខនៅលើគ្រាប់ឡុកឡាក់នីមួយៗតាមរយៈសំឡេងដែលវាប៉ះគ្នាលើកនេះវាច្បាស់ជាចេញលេខ1លេខ3និងលេខ4បើបែបនេះមែនលទ្ធផលសរុបគឺ8ដែលជាលេខគូមួយទៀតហើយស្រាប់តែសំឡេងប្រែប្រួលហើយគេក៏សម្គាល់បានម្ដងទៀតឥឡូវនេះវាចេញលេខ6លេខ6និងលេខ2ដែលសរុបទៅគឺ14ទោះបីជាយ៉ាងណាវានៅតែជាលេខគូដដែលមេបៀបោកកែវចុះលើដីយ៉ាងខ្លាំងដើម្បីត្រៀមបង្ហាញលទ្ធផលដែលខ្លួនមានក្នុងដៃពេលល្បែងត្រូវបានរៀបចំរួចរាល់វាដល់ពេលដែលតួអង្គយើងត្រូវភ្នាល់ហើយគេកាន់លុយទាំងអស់ក្នុងដៃហើយនិយាយថាគេចាក់ទាំងអស់41តែម្ដងប៉ុន្តែលើកនេះគេធ្វើផ្ទុយពីមុនដោយភ្នាល់លើលេខសេះវិញនៅពេលបើកកែវចេញលទ្ធផលគឺលេខ7ដែលជាលេខសេះពិតមែនអូព្រះអើយក្មេងនេះពូកែខ្លាំងណាស់ប្រសិនបើគេលេងល្បែងលេខបែបនេះតួអង្គយើងច្បាស់ជាខ្លាចជាសទ្ធិប្រាក់លៀនមិនខានឡើយពួកកម្មករចាប់ផ្ដើមស្ងើចសរសើរនឹងសមត្ថភាពរបស់តួអង្គយើងយ៉ាងខ្លាំងព្រោះក្មេងដ៏ឆ្លាតវៃម្នាក់នេះឈ្នះបានរហូតដល់81ក្នុងទឹកតែមួយចំណែកឯមេបៀវិញ
គេគិតថាវាគ្រាន់តែជាសំណាងដំបូងប៉ុណ្ណោះហើយក្មេងនេះនឹងជួបបញ្ហាមិនខាននៅពេលដែលលេខលំដាប់4 5 6ចេញមកគេហុចលុយឲ្យតួអង្គយើងវិញទាំងបង្ខំញញឹមរួចនិយាយថាឯងពិតជាមនុស្សដែលមានសំណាងណាស់វីរបុរសយើងតបវិញថាប្រហែលជាមិនមែនសំណាងទេដឹងប្រហែលមកពីសមត្ថភាពរបស់ Maybe on ពេកច្រើនជាងពាក្យសម្ដីនេះធ្វើឲ្យអ្នកកាន់បានលបែងខឹងសម្បាយ៉ាងខ្លាំងប៉ុន្តែគេក៏រៀបចំទឹកថ្មីភ្លាមលើកនេះមានលុយកំណោធំនៅលើតុដែលប្រហែលជាលុយ81ដែលគេទើបតែឈ្នះអំបញ្ញមិញនឹងឯង Maybe មានគោលដៅច្បាស់លាស់ណាស់គេចង់ឲ្យចេញលេខពិសេសក្នុងពេលឆាប់ៗនេះដូចជាលេខ4 5 6ឬលេខណាដែលធ្វើឲ្យ Maybe ឈ្នះឥឡូវនេះ Maybe ខំប្រឹងអស់ពីសមត្ថភាពដើម្បីបោកយកលុយក្មេងនេះមកវិញប៉ុន្តែតួអង្គយើងនៅតែមានភាពជឿជាក់និងមិនរង្គោះរង្គើទាល់តែសោះចំពោះល្បិចកលនេះ Maybe ញញឹមក្នុងចិត្តព្រោះគេគិតថាគ្រាប់លុកលាក់កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់គេទាំងស្រុងប៉ុន្តែគេមិនដឹងពីសមត្ថភាពពិតរបស់តួអង្គយើងឡើយគ្រប់គ្នាជុំវិញតុភ្នាល់កំពុងទប់ដង្ហើមរងចាំមើលថាតើលទ្ធផលចុងក្រោយនឹងទៅជាយ៉ាងណាសម្រាប់ទឹកប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់មួយនេះ Maybe ចាប់ផ្ដើមក្រវីកែវយ៉ាងលឿននិងខ្លាំងជាងមុនដើម្បីកុំឲ្យតួអង្គយើងស្ដាប់ឮសំឡេងគ្រាប់លុកលាក់បានច្បាស់ដូចមុនទៀតល្បែងកាន់តែក្តៅគគុកឡើងពី1នាទីទៅ1នាទីខណៈដែលលុយនៅលើតុបន្តកើនឡើងកាន់តែច្រើនឡើងគួរឲ្យកត់សម្គាល់នៅជាមួយខ្ញុំបន្តទៀតដើម្បីដឹងថាគេអាចរក្សាជ័យជំនះនេះបានឬក៏ត្រូវចាញ់បោកល្បិចកលរបស់ Maybe ដ៏ក្រឡិចម្នាក់នេះវិញជឿខ្ញុំទៅអ្នកនឹងខ្ញុំរៀបនឹងឃើញពីរបៀបដែលតួឯកយើងបំបែកផ្ទះកាស៊ីណូឲ្យខ្ទេចហើយគេចាក់គ្រប់យ៉ាងតែម្ដងលំដាប់ឈ្នះនឹងលេចឡើងបើម្ចាស់ផ្ទះអាចក្រឡុកចេញលេខពិសេសត្រឹមតែ10ដងនោះគឺគ្រប់គ្រាន់សម្រាប់ពួកគេដើម្បីស្រង់ដើមវិញតួអង្គយើងដាក់ដៃលើលុយហើយនិយាយថាគេត្រៀមខ្លួនប្រថុយគ្រប់យ៉ាងដែលគេបានឈ្នះការចាក់របស់គេលើកនេះនឹងចាក់លើលេខសេះដោយកាលពីទឹកមុនអញ្ចឹងមេបនចាប់ផ្ដើមមានការសង្ស័យចំពោះភាពប្រកបប្រជារបស់ក្មេងនេះព្រោះគេនិយាយដោយទំនុកចិត្តខ្លាំងពេកគេឆ្ងល់ថាក្មេងម្នាក់នេះមានល្បិចអ្វីបានជាសម្រេចចិត្តលឿនម្ល៉េះគេគិតថាលើកនេះមិនអាចទៅរួចទេដែលក្មេងនេះនឹងទាយត្រូវម្ដងទៀតមែនទេនៅពេលគេលើកកែវឡើងនោះលទ្ធផលបង្ហាញមកគឺ1 3និង5និយាយរួមគឺលេខសេះបន្ទាប់ពីលេងមួយសន្ទុះតួឯកយើងឈ្នះបាន6ដងជាប់គ្នាហើយឥឡូវមានលុយ1281មេបានចាប់ដើមភ័យព្រោះគេមិនដែលនឹកស្មានថាមានអ្នកខ្លាំងបែបនេះនៅទីនេះទេគេមិនដឹងទេថាកាលពីជាតិមុនតួឯកយើងគឺជាអ្នកជំនាញល្បែងដ៏ខ្លាំងម្នាក់មេបិណ្ឌដ៏ឆ្លាតដឹងថាវាមិនមានគ្រាន់តែជាសំណាងទេប៉ុន្តែអ្វីដែលចម្លែកបំផុតគឺគ្រាប់លុកលាក់ជារបស់ខាងមេបិណ្ឌដូចនេះតួឯកយើងគ្មានផ្លូវឆ្លងប្រើល្បិចអ្វីបានឡើយមិត្តរួមការងាររបស់ស៊ូនូចាប់ផ្ដើមដឹងពីគ្រោះថ្នាក់បើឈ្នះ3ដងទៀតការចាក់នឹងកើនឡើងដល់ជាង 101,000 ប៉ុន្តែតួឯកយើងដឹងខ្លួនច្បាស់ហើយចាប់ផ្ដើមឌឺដងដាក់មេបិណ្ឌថាបងអង្គយូរពេកហើយមេបិណ្ឌចាប់យកកែវក្រវីប៉ុន្តែលើកនេះគេមានភាពតានតឹងយ៉ាងខ្លាំងគេផ្ដោតអារម្មណ៍ទាំងស្រុងលើឥឡូវតាមដានឲ្យច្បាស់នេះជាពេលដែលមេបិណ្ឌព្យាយាមប្រើល្បិចកខ្វក់ដាក់តួឯកយើងហើយមើលទៅគេមានគម្រោងអាក្រក់ខ្លះតួឯកយើងមិនមែនល្ងងទេគេចាប់អារម្មណ៍ពីការប្រែប្រួលតិចតួចនៃសម្លេងលុកលាក់សម្លេងទៀបនោះមានន័យថាមេបិណ្ឌកំពុងប្រើបច្ចេកទេសក្រឡុកលុកលាក់ផ្អៀងមេបិណ្ឌកំពុងព្យាយាមគ្រប់គ្រងលទ្ធផលដោយផ្អៀងគ្រាប់លុកលាក់ទៅទប់នឹងជញ្ជាំងកែវយុទ្ធសាស្ត្ររបស់គេគឺក្រវីកែវទៅចំហៀងយ៉ាងលឿនវានឹងធ្វើឲ្យលេខចេញមកផ្ទុយពីអ្វីដែលតួឯកយើងបានរើសប៉ុន្តែគេគឺជាអ្នកជំនាញចាស់វ៉ាសាហើយដឹងថាមេបិណ្ឌកំពុងលួចបដូរគ្រាប់លុកលាក់ដោយមិនឲ្យគេឃើញប៉ុន្តែមានបញ្ហាមួយមេបិណ្ឌខ្លួនឯងក៏មិនដឹងលទ្ធផលគ្រាប់ពីរទៀតដែរតួឯកដ៏ឆ្លាតយើងអាចឮសំឡេងគ្រាប់លុកលាក់ទាំងអស់យ៉ាងច្បាស់គេស្ដាប់ដឹងថាមានលេខ1 1និងប្រហែលជា3ដោយកាន់លុយទាំងអស់តួឯកយើងនិយាយថាទឹកបន្ទាប់គឺលេខសេះមេបនញញឹមចំអកដោយភ្ញាក់ផ្អើលនឹងទំនុកចិត្តរបស់គេហើយថែមទាំងសួរបញ្ជាក់ថាតើគេពិតជាចង់ចាក់លេខសេះមែនឬអត់មេបិណ្ឌមានទំនុកចិត្តណាស់តែភាពប្រកបរបស់ស៊ូនូធ្វើឲ្យគេរារាក់ចិត្តខ្លាចក្រែងខ្លួនឯងខុសដែរមេបនរាមិនហ៊ានបើកកែវទេប៉ុន្តែនៅពេលគ្រាប់លុកលាក់បង្ហាញមកគឺឃើញលេខ1 2និង3បូកបញ្ចូលគ្នាគឺ6ជាលេខគូកម្មករម្នាក់មានការតក់ស្លុតដោយដឹងថាតួឯកយើងចាញ់ចាំបន្តិចអ្នកនិងខ្ញុំប្រហែលជាមើលរំលងអ្វីមួយយ៉ាងហើយមើលមុខមេបិណ្ឌទៅគេក៏ភ្ញាក់ផ្អើលដែរគេស្រែកហៅឈ្មោះលេខផ្សេងទាំងមិនយល់គេស្រែកហៅឈ្មោះលេខផ្សេងទៀតទាំងមិនយល់ថាមានរឿងអ្វីកើតឡើងចំណែកតួឯកយើងវិញសប្បាយចិត្តខ្លាំងណាស់អូចាំបន្តិចការពិតទៅនៅពេលលេខ1 2និង3ចេញមកវាមានន័យថាអ្នកលេងជាអ្នកឈ្នះវាដូចជាច្បាប់4 5 6ដែលឲ្យមេឈ្នះប៉ុន្តែលើកនេះគឺបញ្ច្រាស់មកវិញមេបិណ្ឌស្លន់ស្លោហើយថែមទាំងបន្ទោសខ្លួនឯងថាជាអ្នកស្ម័គ្រចិត្តឥឡូវគេយល់ថាទោះបីគេព្យាយាមបន្លំយ៉ាងណាក៏ដោយក៏លេខដែលគេចង់បានមិនចេញមកដែរជាមួយនឹងវ៉ែនតាកំពិតកំពងបុរសម្នាក់នេះឆ្ងល់ថាក្មេងនេះជាអ្នកណាគេមិនអាចជឿនៅអ្វីដែលទើបតែកើតឡើងឡើយគេមិនមែនចាញ់តែម្ដង2ដងឬ3ដងទេគឺចាញ់7ដងជាប់គ្នាមីបនល្ងងនេះមិនត្រឹមតែចាញ់អស់លុយខ្លួនឯងទេតែថែមទាំងចាញ់អស់លុយដែលឈ្នះពីកម្មករសរុបប្រហែល 51,000 ទៀតគ្មានអ្វីត្រូវនិយាយគេក៏សារភាពថាចាញ់ហើយគ្មានលុយសងទេស៊ូនូរអ៊ូបន្តិចព្រោះការកំសាន្តទើបតែចាប់ផ្ដើមមេបនអង្វរសុំ
ការអភ័យទោសហើយនិយាយថាលើកក្រោយគេនឹងយកលុយមកថែមតួឯងយើងសើចហើយនិយាយថាមិនអីទេព្រោះចុងក្រោយក៏គ្មានអ្វីត្រូវធ្វើដែរមានតែទទួលយកការចាញ់របស់គេហើយដោះលែងគេឲ្យទៅវិញបន្ទាប់មកតួឯងយើងលាមេបានហើយប្រាប់ឲ្យប្រុងប្រយ័ត្នពេលត្រឡប់ទៅវិញងាកមកកាន់ក្រុមកម្មករវិញគេប្រាប់ថាពួកគេអាចប្រកាសរឿងមួយគឺពួកនោះនឹងមិនត្រឡប់មកវិញទេដោយសារហេតុផលខ្លះអ្នកគ្រប់គ្នាផ្ដើមអបអរសាទរដូចជាពួកនោះគឺជាតួអាក្រក់អញ្ចឹងទោះបីជាអ្នកគ្រប់គ្នានៅទីនោះចង់លេងល្បែងដោយខ្លួនឯងក៏ដោយបារម្ភពីរឿងសម្លេងតួឯងយើងសូមឲ្យគ្រប់គ្នាបន្ថយសម្លេងបន្តិចខ្លាចក្រែងពួកមន្ត្រីគិតថាពួកគេកំពុងធ្វើការតវ៉ាហើយវានឹងខ្លាចជារឿងស្មុគស្មាញមិត្តម្នាក់ប្រាប់តួឯងយើងឲ្យសម្រាកចុះព្រោះពួកមន្ត្រីកំពុងនៅមាត់ឆ្នេរដាច់ស្រយាលដូចនេះពួកគេអាចអបអរជ័យជំនះបានដោយមិនបាច់ខ្លាចដោយមានប្រអប់លុយក្នុងដៃស៊ូនូនិយាយថាគេចង់ឲ្យពូទាំងអស់តម្រង់ជួរនៅពីមុខគេក្មេងនេះនឹងប្រគល់លុយដែលម្នាក់បានចាញ់វិញហើយពូដែលនៅចិត្តនោះមានការកោតសរសើរដោយឆ្ងល់ថាគេពិតជាសងវិញទាំងអស់មែនឬអត់ដែលវាស្មើនឹងពាក់កណ្ដាលនៃលុយនៅក្នុងដៃគេបន្តិចក្រោយមកតួឯងយើងកំពុងសងលុយគ្រប់គ្នាវិញហើយគេប្រាប់ពូឲ្យហើយនេះគឺជាទីបញ្ចប់វីរៈបុរសពិតប្រាកដសម្រាប់អ្នកតូចតាចអ្នកនឹងខ្ញុំទើបតែបានឃើញរឿងដ៏អស្ចារ្យមួយមែនទេម្ចាស់បំណុលសួរតួឯងយើងថាត្រូវសងពេលណាប៉ុន្តែស៊ុននូប្រាប់ថាគាត់មិនបាច់សងវិញក៏បានដែរតោះមកមើលទាំងអស់គ្នាគាត់គ្រាន់តែសុំកុំឲ្យពូគាត់លេងល្បែងទៀតតែប៉ុណ្ណោះហើយពូក៏យល់ព្រមទាំងទឹកភ្នែកច្បាស់ណាស់ថាពូនឹងមិនធ្វើទៀតទេបន្តិចក្រោយមកស៊ូនូក៏មកឈរនៅមាត់ទឹកគិតថាដល់ពេលត្រូវចាកចេញហើយសំណាងល្អដែលគាត់នៅទីនេះមិនយូរពេកទើបមិនសូវមានអនុស្សាវរីយ៍ច្រើនឲ្យអាឡោះអាល័យដល់កន្លែងនេះខ្លាំងឡើយម្យ៉ាងទៀតគាត់បានបង្កបញ្ហាធំនៅទីនេះបើបន្តនៅទៀតច្បាស់ជាមិនអាចរស់នៅដោយសន្តិភាពបានឡើយឈុតបន្ទាប់យើងឃើញផ្ទះមួយដ៏ស្ងប់ស្ងាត់នេះជាផ្ទះតួឯងយើងដែលកំពុងរៀបចំអីវ៉ាន់ដើម្បីចាក់ចេញទៅកន្លែងថ្មីប៉ុន្តែមុនពេលចេញទៅចាំមើលថាមានរឿងអីកើតឡើងមានបុរស2នាក់បានសម្រុកចូលមកក្នុងផ្ទះរបស់គាត់តែម្ដងរឿងដដែលបានកើតឡើងទៀតហើយតួឯងយើងត្រូវគេវាយយ៉ាងដំណំដូចលើកមុនដោយត្រូវមួយដៃខ្ទាតទៅបុកនឹងជញ្ជាំងគាត់រៀងវង្វេងស្មារតីបន្តិចក្រោយត្រូវគេវាយប៉ុន្តែគាត់ដឹងច្បាស់ថាពួកគេមកទីនេះគឺដើម្បីរឿងលួចកាក់តែមួយគត់ជំរឿសតែមួយគត់គឺត្រូវបង្វែរអារម្មណ៍ពួកគេគាត់ក៏ស្រែកខ្លាំងថាមានភ្លើងឆេះនៅជាន់ទី2ដើម្បីឲ្យពួកគេភ័យប៉ុន្តែពួកគេប្រាប់ឲ្យស៊ូនូបិទមាត់ទៅព្រោះស្រែកក៏គ្មានអ្នកជួយដែរទីនេះគឺជាកន្លែងរបស់ក្រុមអាម៉ាត់ហ្គូមីតួឯងយើងនិយាយទាំងក្អកថាពួកគេប្រហែលជាយល់ច្រឡំរឿងអ្វីម្យ៉ាងហើយប៉ុន្តែបុរសម្នាក់នោះមិនឲ្យគាត់មានឱកាសនិយាយឡើយគេក៏បន្ថែមមួយដៃចំកណ្ដាលពោះយ៉ាងធ្ងន់ហើយថែមមួយជើងចំមុខទៀតរហូតធ្វើឲ្យតួឯងយើងដេកដួលទៅលើការ៉ូបន្ទាប់មកគឺការទះក្បាលជាច្រើនដងហើយចុងក្រោយគេក៏ចាប់សក់តួឯងយើងទាញឡើងលើមកវិញទាំងគ្មានក្តីមេត្តាបុរសម្នាក់នោះប្រាប់ឲ្យគាត់នៅស្ងៀមប៉ុន្តែគាត់នៅតែមិនព្រមឈប់ខណៈពេលនោះមានមនុស្សទី3ដើរចូលមកក្នុងបន្ទប់គេសួរថាត្រូវជាគោលដៅមែនទេហើយពួកអាបងធំក៏ឆ្លើយថាត្រូវហើយគឺម្នាក់ឈ្មោះស៊ូនូនេះឯងម្នាក់ដែលនៅកន្លែងល្បែងក៏ចាំមុខតួឯងយើងបានដែររួចគេក៏ដាក់ម្ដាយទៀតចំផ្ទៃមុខស៊ូនូភ្លាមតែម្ដងមេធំសួរត្រង់ថាលុយទាំងអស់នៅឯណាហើយស៊ូនូក៏ចង្អុលទៅកាបូបលុយដើម្បីរក្សាជីវិតរបស់ខ្លួនឯងទុកសិនគាត់ដឹងច្បាស់ថាការរស់រានមានជីវិតគឺសំខាន់ជាងអ្វីទាំងអស់មិនមែនដូចជារឿងក្នុងសុបិនដែលយើងធ្លាប់បានឃើញឡើយពេលបើកកាបូបមកគេខឹងយ៉ាងខ្លាំងព្រោះបាត់លុយអស់មួយចំនួនធំរួចក៏ចាប់ស៊ូនូសួររកលុយដែលនៅសល់ភ្លាមតួឯងយើងប្រាប់ថាគាត់បានចំណាយវាខ្លះហើយប៉ុន្តែពួកបងធំទាំងនោះហាក់ដូចជាមិនជឿលើសម្ដីរបស់គាត់ទាល់តែសោះពេលនេះស៊ូនូកំពុងតែពិបាកចិត្តខ្លាំងព្រោះគាត់ក៏គ្មានចម្លើយណាផ្សេងដើម្បីប្រាប់ទៅកាន់ពួកគេទៀតដែរបុរសម្នាក់ទៀតប្រាប់មិត្តភក្តិឲ្យឈប់សិនព្រោះមិនយូរមិនឆាប់ក្មេងនេះច្បាស់ជាប្រាប់កន្លែងលាក់លុយដោយសារគ្មានផ្លូវរត់គេចស៊ូនូសួរវិញថាតើការចំណាយលុយរបស់ខ្លួនឯងគឺជាបទល្មើសមែនទេប៉ុន្តែគេក៏រងមួយដៃទៀតចំដង្ហើមយ៉ាងដំណំខ្ញុំដឹងថាអ្នកទាំងអស់គ្នាកំពុងគិតអីហើយតួឯងយើងគួរតែនៅស្ងៀមសិនទៅដើម្បីកុំឲ្យត្រូវគេវាយថែមទៀតពួកបងធំប្រាប់ឲ្យគាត់បិទមាត់ហើយសួរថាគាត់មិនដឹងទេអីថាគ្មាននរណាអាចរស់បានទេបើហ៊ានប៉ះពាល់ក្រុមយ៉ាម៉ាតាស៊ីគេយករបស់ស្រួចមកដាក់នៅកញ្ចាំងកស៊ូនូហើយគំរាមថាបើហ៊ានធ្វើរឿងអីផ្ដេសផ្ដាស់គាត់ច្បាស់ជាគ្មានជីវិតរស់ឡើយតួឯងយើងឆ្លើយតបវិញថាបើនៅតែបន្តវាយគាត់បែបនេះគាត់ប្រហែលជាស្លាប់មុនពេលទៅដល់គោលដៅបាត់ទៅហើយនិយាយពីកន្លែងដែលត្រូវទៅអ្នកទាំង4ក៏ចាប់ផ្ដើមចាក់ចេញពីផ្ទះនោះទៅជាមួយគ្នាភ្លាមតែម្ដងនៅខាងក្នុងឡានស៊ុននូត្រូវគេអង្គុយបង្អាប់រហូតរកកន្លែងកម្រើខ្លួនមិនចង់បាននិងពិបាកក្នុងដកដង្ហើមទៀតផងក្មេងប្រុសម្នាក់នេះត្អូញត្អែថាចង្អៀតណាស់ហើយប្រាប់ឲ្យគ្រប់គ្នាឈប់រុញច្រានគាត់ព្រោះនៅមានកន្លែងទំនេរខ្លះនៅខាងបងធំម្នាក់នោះខឹងហើយសួរថាតើចង់ត្រូវមួយដៃទៀតមែនទេប៉ុន្តែស៊ូនូនៅតែឆ្លើយតបវិញយ៉ាងឌឺដងបំផុតគាត់និយាយថាពួកគេអាចធ្វើអ្វីតាមចិត្តបានប៉ុន្តែមិនត្រូវភ្លេចទេថាគ្រប់គ្នាទីនេះសុទ្ធតែជំពាក់គុណលើរូបគាត់ទាំងអស់ដោយសារតែការឆ្លើយឌឺដងច្រើនពេកបុរសម្នាក់នោះក៏ថែមមួយដៃទៀតឲ្យគាត់រៀងចាលនិងឈប់និយាយច្រើនតទៅទៀតទោះបីជាមុខរបួសពេញខ្លួនក៏ដោយក៏គាត់នៅតែគិតថាវាមិនអីដែរព្រោះពេលនេះពួកគេជំពាក់គាត់ដល់ទៅ4ដងឯណោះឡានបានធ្វើដំណើរទៅតាមផ្លូវដ៏វែងឆ្ងាយឆ្ពោះទៅកាន់ភូមិគ្រឹះដ៏ធំមួយដែលស្ថិតនៅលើកំពូលភ្នំមើលទៅគួរឲ្យខ្លាចទីបំផុតពួកគេក៏បានមកដល់ហើយស៊ូនូក៏ត្រូវគេអូសចេញពីឡានដោយគ្មានការថែទាំឬយោគយល់អ្វីបន្តិចឡើយពួកគេនាំតួឯកយើងទៅកាន់កន្លែងងូតទឹកមួយហើយប្រាប់មេធំឈ្មោះអ៊ូមថាបានចាប់ក្មេងប្រុសម្នាក់នេះមកហើយ
មេធំម្នាក់នោះក៏ក្រោកពីទឹកមកបង្ហាញសាក់រូបនាគដ៏ធំនៅលើខ្លួនរួចក៏សម្លឹងមកមើលស៊ូនូយ៉ាងមុតមមនិយាយថាស៊ូនូមើលទៅក្មេងជាងអ្វីដែលគាត់បានគិតទុកទៅទៀតខណៈពេលដែលតួឯកយើងអង្គុយចុះទាំងស្ងប់ស្ងាត់មេធំប្រាប់ថាមិនអីទេពួកគេអាចពិភាក្សារឿងនេះដោយសន្តិវិធីនៅពេលក្រោយបានប៉ុន្តែពេលនេះគាត់ចង់ដឹងរឿងខ្លះអ្វីដែលគាត់ចង់ដឹងបំផុតនោះគឺតើស៊ូនូស្គាល់បុរសម្នាក់ឈ្មោះកូបៃដែលជាអ្នកចែកបៀតាំងពីពេលណាមកតួឯកយើងឆ្លើយថាគាត់មិនដឹងអ្វីទាំងអស់ហើយនេះក៏ជាលើកទី1ដែរដែលគាត់បានឮឈ្មោះម្នាក់នោះមកដែរដោយសារតែមិនចូលចិត្តសម្ដៅរបស់តួឯកយើងបុរសម្នាក់នោះក៏ដាក់មួយដៃយ៉ាងធ្ងន់ទៅលើស៊ូនូភ្លាមតែម្ដងរឿងកាន់តែជក់ចិត្តហើយចាំមើលថាតើពួកគេនឹងធ្វើអ្វីបន្តទៀតជាមួយគ្នាខណៈដែលមេធំបញ្ជាឲ្យកូនចៅឈប់វាយតួឯកយើងតោះមកមើលទាំងអស់គ្នារឿងនេះចាប់ផ្ដើមឡើងយ៉ាងក្តៅគគុកនៅពេលដែលអ្នកចែកបៀឈ្មោះកូបាយាស៊ីកំពុងលុតជង្គង់អង្វរសុំជីវិតព្រោះខ្លាចមេធំយល់ច្រឡំថាគេក្បត់ប៉ុន្តែទោះជាមានលេសយ៉ាងណាក៏ដោយក៏គេនៅតែត្រូវគេវាយដំដដែលចំណែកឯតួឯកយើងវិញក៏ព្យាយាមហៅមេធំថាលោកម្ចាស់ដើម្បីសម្រួលស្ថានភាពឲ្យធូរស្រាលបន្តិចតែវាមិនសូវមានប្រសិទ្ធភាពសោះចុងក្រោយតួឯកយើងក៏ត្រូវគេវាយមួយដៃដែរដោយសារតែបាបាមិនចូលចិត្តរបៀបនិយាយមិនសូវគោរពរបស់យុវជនម្នាក់នេះឡើយសម្រាប់គេបើចង់រាក់ទាក់ត្រូវប្រើពាក្យថាជំរាបសួរលោកម្ចាស់មិនមែនគ្រាន់តែហៅលោកម្ចាស់ធម្មតាទេប៉ុន្តែមេធំបានប្រាប់ឲ្យបាបាឈប់ប្រកាន់ច្រើនពេកទៅមេធំចង់ស្ដាប់នៃអ្វីដែលក្មេងម្នាក់នេះចង់និយាយលើសពីការមកប្រកាន់រឿងសម្ដីសម្ដៅទើបចុងក្រោយកូនចៅម្នាក់នោះព្រមថយក្រោយហើយទុកឲ្យតួឯកយើងរៀបរាប់បន្តបន្ទាប់មកគេក៏ចាប់ផ្ដើមនិយាយការពារអ្នកចែកបៀរូបនោះដោយអះអាងយ៉ាងច្បាស់ថានៅក្នុងល្បែងស៊ីសងនោះគឺមិនមានការបោកប្រាស់ឬការគប់ខិតគ្នាអ្វីទាំងអស់តាមការយល់ឃើញរបស់គេអ្វីដែលបានកើតឡើងពិតប្រាកដនោះគឺមកពីគេមានចំណេះដឹងនិងបច្ចេកទេសខ្ពស់ជាងក្នុងការលេងល្បែងដើម្បីយកឈ្នះតែប៉ុណ្ណោះសម្ដីនេះធ្វើឲ្យកូនចៅម្នាក់ទៀតនិងអ្នកចែកបៀមានការភ្ញាក់ផ្អើលជាខ្លាំងចំពោះភាពក្លាហានរបស់គេសូម្បីតែបាបាក៏មានអារម្មណ៍ថាទាល់សម្ដីខ្លាំងណាស់ដែរព្រោះអ្វីដែលក្មេងម្នាក់នេះនិយាយគឺពិតជាមានហេតុផលសមរម្យចំណែកឯមេធំក៏ផ្ទុះសំណើចហើយសួរបញ្ជាក់ថាតើគេពិតជាអាចបដូរលុយ21ទៅជា200,000បានមែនឬការដែលយកឈ្នះល្បែងដោយប្រើតែសមត្ថភាពសុទ្ធបែបនេះគឺជាចំណុចដ៏សំខាន់ដែលបញ្យល់ពីបញ្ហាទាំងអស់តួឯករបស់យើងញញឹមហើយឆ្លើយយ៉ាងជឿជាក់ថាពិតណាស់គេថែមទាំងនិយាយទៀតថាបើពួកកូនចៅទាំងនោះយកលុយមកច្រើនជាងនេះគេប្រកាសជាអាចឈ្នះបានច្រើនជាងនេះទៅទៀតឬបែបនេះយ៉ាម៉ាដាក៏ក្រោកឈរឡើងភ្លាមគាត់ចង់សាកល្បងសមត្ថភាពក្មេងម្នាក់នេះដោយបញ្ជាឲ្យកូនចៅទៅយកឧបករណ៍លេងល្បែងមកបន្តិចក្រោយមកគ្រាប់ឡុកឡាក់និងពេងក៏ត្រូវបានដាក់នៅលើតុមេធំបាននិយាយថាបើស៊ូនូមានសមត្ថភាពខ្លាំងដូចសម្ដីមែនគេគួរតែបង្ហាញវាឲ្យឃើញនៅពេលនេះយុវជនយើងក៏ចាប់ផ្ដើមវិភាគស្ថានភាពយ៉ាងយកចិត្តទុកដាក់ស្ដាប់ឲ្យល្អព្រោះនៅត្រង់នេះតួឯកយើងត្រូវប្រើត្រចៀកដើម្បីស្ដាប់សំឡេងឡុកឡាក់ទោះបីជាមានសំឡេងរំពងខ្លះក៏វាមិនមែនជាឧបសគ្គសម្រាប់គេដែរគេជឿជាក់ថាសំឡេងរំខាននៅក្នុងបន្ទប់នេះគឺមិនអាចយកមកប្រៀបធៀបនឹងសំឡេងស្រែកឡូឡារបស់កម្មករដែលគេធ្លាប់ជួបកាលពីមុននោះទេគេពិតជាមានទំនុកចិត្តខ្ពស់ណាស់បន្ទាប់មកតួឯករបស់យើងក៏ប្រាប់ឲ្យចាប់ផ្ដើមបានភ្លាមមេធំក៏យល់ព្រមហើយដាក់គ្រាប់ឡុកឡាក់ទាំង3គ្រាប់ចូលទៅក្នុងពេញឈើដើម្បីចាប់ផ្ដើមការភ្នាល់លើកនេះនៅពេលដែលមេធំចាប់ផ្ដើមក្រឡុកសំឡេងគ្រាប់ឡុកឡាក់ក៏លាន់ឮពេញបន្ទប់ស៊ូនូព្យាយាមផ្ដោតអារម្មណ៍ទាំងស្រុងទៅលើសំឡេងដែលកំពុងកើតឡើងនៅចំពោះមុខអ្វីដែលគេគាត់សម្គាល់ឃើញមុនគេគឺមេធំមិនបានប្រើល្បិចបោកប្រាស់អ្វីឡើយគាត់គ្រាន់តែក្រឡុកវាទៅតាមធម្មតាមិនដូចជាពួកអ្នកលេងខូចដែលគេធ្លាប់ជួបឡើយជាមួយនឹងចលនាដ៏ខ្លាំងក្លាចុងក្រោយគាត់ក៏ទម្លាក់ពេងចុះលើតុដោយសំឡេងយ៉ាងខ្លាំងមេធំញញឹមហើយប្រាប់ឲ្យតួឯករបស់យើងទាយលទ្ធផលដែលនឹងចេញមកប៉ុន្តែយុវជនម្នាក់នេះប្រាប់ថាគេនឹងមិនលេងឡើយប្រសិនបើគ្មានការដាក់ប្រាក់ភ្នាល់មេធំនិយាយថាគេពិតជាមានចរិតក្រអឺតក្រទមមែនប៉ុន្តែគាត់បែរជាជួចិត្តចរិតបែបនេះទៅវិញគាត់ក៏បានស្នើការភ្នាល់ដ៏ធំមួយនោះគឺការយកជីវិតរបស់គេនិងអ្នកចែកបៀមកធ្វើជាធ្នូបើឈ្នះគឺរួចខ្លួនតែបើចាញ់វិញប្រកាសជាដឹងហើយថាមានរឿងអ្វីកើតឡើងអូមុននឹងបន្តខ្ញុំសូមកែសម្រួលកំហុសបន្តិចកាលពីមុនខ្ញុំនិយាយថាឆ្លងកាត់200ឆ្នាំតែតាមពិតវាមិនដល់20ឆ្នាំផងតួឯកយើងមកពីឆ្នាំ1909មក1913ត្រឡប់មកវិញទោះបីជាមិនសូវមានជំរឿសច្រើនក៏ដោយក៏គេប្រាប់ថាគេមិនងាយយកជីវិតទៅប្រថុយបែបនេះឡើយប៉ុន្តែដោយសារតែមេធំជាអ្នកសុំគេនឹងសាក់លបងម្ដងចោះអ្នកចែកបៀដែលមានការភ័យខ្លាចស្រាប់ក៏កាន់តែស្លន់ស្លោថែមទៀតនៅពេលឃើញភាពជឿជាក់របស់ក្មេងម្នាក់នេះតួឯកយើងក៏ស្រែកយ៉ាងខ្លាំងនៅលទ្ធផលដែលគេបានឮនៅពេលបើកមកគ្រាប់ឡុកឡាក់បង្ហាញលេខ5លេខ6និងលេខ2ដែលសរុបទៅគឺ13មិត្តភក្តិទាំងអស់គ្នាឃើញទេគេពិតជាទាយត្រូវមែនកូនចៅម្នាក់នោះមានការភ្ញាក់ផ្អើលជាខ្លាំងចំណែកឯអ្នកចែកបៀវិញក៏មានអារម្មណ៍ធូរស្រាលក្នុងចិត្តព្រោះជីវិតរបស់គាត់ត្រូវបានសង្គ្រោះដោយសារក្មេងម្នាក់នេះបាបាចាប់ផ្ដើមឆ្ងល់ថាតើវាអាចទៅរួចយ៉ាងដូចម្តេចដែលគេអាចដឹងលទ្ធផលច្បាស់បែបនេះបន្ទាប់ពីឈ្នះហើយតួឯកយើងក៏រៀបចំខ្លួនចាកចេញព្រោះគេគិតថាចប់ការងារហើយក្មេងម្នាក់នេះពិតជាមានចិត្តសឿងខ្លាំងណាស់ប៉ុន្តែបាបាក៏បានដាក់ដៃលើស្មារបស់គេហើយប្រាប់ថាគ្មាននរណាម្នាក់អនុញ្ញាតឲ្យគេចាកចេញពីទីនេះនៅឡើយទេជាមួយនឹងស្នាមញញឹមនៅលើផ្ទៃមុខយ៉ាម៉ាដាយល់ថាស្ថានភាពនេះពិតជាគួរឲ្យចាប់អារម្មណ៍ហើយនិយាយថាការឈ្នះមិញនេះប្រហែលជាមកពីសំណាងតែប៉ុណ្ណោះគាត់ក៏បានបំបួលលេងភ្នាល់ម្ដងទៀតតួឯកយើងសួរត្រឡប់ទៅវិញថាតើការភ្នាល់លើកនេះជាអ្វីទៅវិញយ៉ាម៉ាដាក៏បានស្នើនៅកិច្ចព្រមព្រៀងថ្មីមួយដ៏គួរឲ្យខ្លាចបំផុតបើស៊ូនូឈ្នះគាត់នឹងបំភ្លេចចោលនៅលុយទាំងអស់ដែលបានចាញ់
ប៉ុន្តែបើចាញ់វិញគេត្រូវរ៉ាប់រងបំណុលយ៉ាងហោចណាស់ក៏100,000ដែលត្រូវសងមកវិញដែរមេធំបានបញ្ជាក់ពីការភ្នាល់ដោយដាក់ប៉ែងនៅលើតុលើកនេះបាបាតាមសម្លឹងមើលតួឯកយើងមិនដាក់ភ្នែកឡើយដើម្បីចង់ដឹងថាតើគេមានប្រើល្បិចអ្វីឬអត់ចំណែកឯស៊ូនូវិញនៅតែរក្សាភាពស្ងប់ស្ងាត់ដូចធម្មតាអ្នកចែកបៀដែលទៅព្រួចផុតពីសេចក្តីស្លាប់ក៏នៅតែបន្តតាមដានដោយក្តីបារម្ភនិងភាពភ័យខ្លាចជាខ្លាំងដដែលកូនចៅម្នាក់ទៀតដែលនៅក្នុងបន្ទប់នោះហាក់ដូចជាមិនសូវខ្វល់ខ្វាយអ្វីឡើយគេគ្រាន់តែមានចម្ងល់បន្តិចបន្តួចប៉ុណ្ណោះព្រោះរឿងនេះមិនពាក់ព័ន្ធនឹងរូបគេឡើយមានតែមេធំប៉ុណ្ណោះដែលយល់ថាវាជាការកំសាន្តមួយព្រោះកន្លងមកមិនដែលឃើញនរណាហ៊ានសឿងដាក់គាត់បែបនេះទេយុវជនយើងក៏ឆ្លើយយ៉ាងខ្លីថាលទ្ធផលគឺលេខសេះនៅពេលដែលពាងត្រូវបានលើកឡើងក្របលោកលាក់បង្ហាញលេខ4លេខ4និងលេខ3ចុងក្រោយតួឯករបស់យើងក៏ទាយត្រូវម្ដងទៀតគឺចេញលេខសេះពិតមែនលើកនេះមេធំចាប់ដើមមានអារម្មណ៍បារម្ភខ្លះៗហើយព្រោះក្មេងម្នាក់នេះអាចទាយត្រូវ2ដងជាប់ៗគ្នាកូនចៅនិងអ្នកចែកបៀក៏មានការភ្ញាក់ផ្អើលជាខ្លាំងដូចគ្នាដែរទោះបីជាមានញើសហូរចេញមកបន្តិចក៏ដោយក៏គាត់នៅតែបញ្ជាក់លទ្ធផលមកថាសរុបគឺ11ដែលជាលេខសេះស៊ូនូក៏ប្រាប់ថាគេបានដឹងតាំងពីមុនមកម្ល៉េះគេថែមទាំងបបួលលេងមួយក្តារទៀតប៉ុន្តែលើកនេះគឺដាក់លុយភ្នាល់តែម្ដងជឿខ្ញុំចុះវគ្គបន្ទាប់នឹងកាន់តែជក់ចិត្តជាងនេះទៅទៀតនៅពេលដែលមេធំចាប់ផ្ដើមយកចិត្តទុកដាក់មេធំមានអារម្មណ៍ថាស្ថានភាពកាន់តែតានតឹងគាត់មិនដែលជួបនរណាម្នាក់ដែលហ៊ានភ្នាល់ដោយទំនុកចិត្តបែបនេះឡើយទើបគាត់សម្រេចចិត្តបន្តលេងជាមួយយុវជនម្នាក់នេះការលេងលើកនេះមិនមែនដើម្បីតែការសប្បាយទេតែជាការសាកល្បងសមត្ថភាពពិតប្រាកដតួឯកយើងញញឹមហើយរងចាំមើលថាតើមេធំនឹងដាក់ប្រាក់ភ្នាល់ចំនួនប៉ុន្មានគ្រប់គ្នាដែលនៅក្នុងបន្ទប់នោះសុទ្ធតែផ្ដោតអារម្មណ៍ទៅលើក្តារល្បែងដ៏សំខាន់មួយនេះព្រោះលទ្ធផលរបស់វាអាចនឹងផ្លាស់ប្ដូរអ្វីៗគ្រប់យ៉ាងនៅក្នុងភូមិគ្រឹះនេះមេធំចាប់ផ្ដើមក្រឡុកគ្រាប់លោកលាក់ម្ដងទៀតប៉ុន្តែលើកនេះគាត់ប្រើបច្ចេកទេសប្លែកជាងមុនដើម្បីកុំឲ្យយុវជនយើងអាចដឹងពីសម្លេងគ្រាប់លោកលាក់បានងាយស្រួលសម្លេងគ្រាប់លោកលាក់ដែលក្រឡុកលើកនេះគឺមានភាពស្មុគស្មាញខ្លាំងណាស់សូម្បីតែអ្នកលេងអាជីពក៏ពិបាកនឹងបែងចែកដែរប៉ុន្តែស៊ូនូនៅតែបន្តផ្ដោតអារម្មណ៍យ៉ាងមុតមាំចុងក្រោយពីងក៏ត្រូវបានដាក់ចុះម្ដងទៀតគ្រប់យ៉ាងហាក់ដូចជាស្ងប់ស្ងាត់ទៅវិញមេធំសួរដោយទឹកមុខមមថាតើលើកនេះឯងចង់ភ្នាល់អ្វីទៀតជាមួយខ្ញុំតោះមកមើលទាំងអស់គ្នារឿងនេះចាប់ផ្ដើមដោយការសួររកអាតកំបាំងដែលតួឯកយើងអាចទាយត្រូវគ្រប់ពេលតែគេឆ្លើយយ៉ាងរំភើយថាវាគ្រាន់តែជានិស្ស័យដែលជាប់មកពីកំណើតតែប៉ុណ្ណោះមេធំស្ដាប់ហើយមិនតបក៏បញ្ជាឲ្យកូនចៅម្នាក់ឈ្មោះបាបាចាប់ផ្ដើមធ្វើការងាររបស់គេភ្លាមបាបាក៏យល់ការបានយ៉ាងរហ័សគេក៏បន្ថែមមួយដៃទៀតចំចុងដង្ហើមតួឯកយើងពេញទំហឹងអើយអើយដេកកងក់ដូចបង្គាតួឯកយើងងោថាការធ្វើទារុណកម្មបែបថ្នាក់ថ្នមនេះចាប់ផ្ដើមធ្វើឲ្យគេធុញហើយមេធំសួរទៅកាន់អ្នកមកពីចូលស៊ុនម្នាក់នេះជាលើកចុងក្រោយបើគេព្រមប្រាប់ការពិតគេអាចចាក់ចេញទៅវិញដោយសុខសាន្តតួឯកយើងស្រែកខ្លាំងៗថាគេមិនបានកុហកទេគឺគេពិតជាមានញាណពិសេសពីកំណើតមែនហើយក៏គ្មានអាចកំបាំងអ្វីត្រូវលាក់បាំងដែរចម្លើយនេះធ្វើឲ្យមេធំម្នាក់នេះឡើងឈាមនិងមួម៉ៅខ្លាំងមែនទែនគេច្បាស់ជាមិនជឿសម្ដីតួឯកយើងឡើយក៏ហៅបាបាមកធ្វើការម្ដងទៀតស្របពេលដែលកូនចៅម្នាក់នោះបំរុងនឹងបន្ថែមមួយដៃទៀតតួឯកយើងក៏ប្រាប់ឲ្យឈប់សិនរួចក៏យល់ព្រមប្រាប់ពីអាចកំបាំងរបស់គេចាំអត់មើលកន្លែងនេះមេធំលឺហើយក៏សប្បាយចិត្តព្រោះគេចង់ដឹងអាចកំបាំងនោះខ្លាំងណាស់ជំនួសឲ្យការឆ្លើយផ្ទាល់តួឯកយើងបែរជាសួរសំណួរដែលគ្មានអ្នកណាស្មានដល់ទៅវិញចង់ដឹងថាតើមេធំឡើងមកដល់តំណែងសប្តាហ៍ថ្ងៃនេះដោយរបៀបណាមេធំស្រឡាំងកាំងនឹងភាពក្លាហានរបស់ក្មេងម្នាក់នេះហើយក៏សួរវិញថាតើស៊ុនយូកំពុងចង់សួរដេញដោលរូបគេមែនទេក្មេងប្រុសនេះចាប់ផ្ដើមនិយាយបែរជាប្រស្នាដោយប្រាប់ថាគេដឹងពីវិធីជួយឲ្យមេធំរួចផុតពីពិភពដ៏ច្របូកច្របល់ដែលពោពេញដោយមុខដាវនេះគេដឹងពីអ្វីម្យ៉ាងដែលអាចធ្វើឲ្យកណ្ដាប់ដៃមេធំកាន់តែខ្លាំងនិងគួរឲ្យខ្លាចជាងអ្នកដទៃទាំងអស់មេធំសម្លឹងមកគេដោយក្រសែភ្នែកសង្ស័យព្រោះមិនយល់ពីអ្វីដែលកំពុងកើតឡើងនៅឡើយទេបន្ទាប់មកតួឯកយើងក៏កោកឈរហើយដើរទៅរកមេធំនោះគេនិយាយថាខ្លួនគេមានចរិតដូចជាមេធំដែរហើយបើមានអ្នកណាមកសួរគេអំពីរឿងសំណាងគេក៏មិនដឹងថាត្រូវឆ្លើយយ៉ាងម៉េចឲ្យសមដែរគេបញ្យល់យ៉ាងច្បាស់ថាគេមិនអាចបកស្រាយពីមូលហេតុនៃសំណាងរបស់គេបានទេគឺគេគ្រាន់តែមានវាជាមួយខ្លួនជានិច្ចចំណុចខុសគ្នាតែមួយគត់គឺវាពិតជាសាមញ្ញបំផុតគឺគេមានសំណាងខ្លាំងជាងអ្នកណាទាំងអស់ខ្ញុំដឹងថាអ្នកទាំងអស់គ្នាប្រកាសជាហួសចិត្តមិនខុសពីខ្ញុំទេតួឯកយើងនេះពិតជាឈួតមែនហើយនិយាយស្ដីប្លែកៗទៀតបាចាប់ផ្ដើមខឹងសម្បាយ៉ាងខ្លាំងដោយនិយាយថាក្មេងម្នាក់នេះកំពុងតែមើលងាយនិងធ្វើឲ្យគេអស់ភាពអត់ធ្មត់ប៉ុន្តែមេធំបានស្ដាប់ការស្រែកធ្ងោរបស់កូនចៅខ្លួនហើយក៏ប្រាប់ឲ្យគេរក្សាភាពស្ងប់ស្ងាត់សិនទៅមេធំចង់ដឹងថាតើវាជាការពិតឬយ៉ាងណាឬក៏ជារឿងដែលប្រឌិតឡើងដូច្នេះគេក៏បញ្ជាឲ្យកូនចៅរបស់គេទៅយកបៀហាណាហ្វូដាមកដែលវាជាបៀជប៉ុនមួយប្រភេទមេធំនិយាយថាបើក្មេងនេះអាចបង្ហាញថាអ្វីដែលគេនិយាយជាការពិតគេអាចចាក់ចេញទៅវិញដោយសុខសាន្តប៉ុន្តែដៃតូចច្រឡឹងរបស់គេនឹងត្រូវទុកនៅទីនេះលើដាវមួយនេះជាមិនខានបើក្មេងនេះទាយខុសគេនឹងត្រូវទៅជួបស្ដេចយមរាជមុនអាយុមិនខានឡើយប្រអប់បៀត្រូវបានដាក់នៅលើតុនេះគឺជាការភ្នាល់ដែលនឹងសម្រេចវាសនាថាតើតួឯកយើងអាចរស់បានឬអត់មេធំសួរថាតើស៊ុនយូដឹងពីច្បាប់លេងដែរឬទេហើយគេក៏ឆ្លើយថាគេដឹងដូចជាអ្នកដទៃដែរមិនច្រើនមិនតិចពេកទេមេធំតបវិញថា
បៀទាំងនេះតំណាងឲ្យធម្មជាតិហើយសัญลักษณ์នីមួយៗតំណាងឲ្យខែនីមួយៗក្នុងមួយឆ្នាំខណៈពេលកំពុងរីបៀលើតុមេធំក៏និយាយថាអ្នកនៅចូលស៊ុនភិច្រើនចូលចិត្តលេងល្បែងនេះណាការប្រកួតនេះគឺសាមញ្ញបំផុតបើស៊ុនយូអាចរើសបានសัญลักษณ์បៀដែលល្អបំផុតគេនឹងក្លាយជាអ្នកឈ្នះមើលទៅវាហាក់ដូចជាងាយស្រួលណាស់មែនទេទោះឯយើងញញឹមហើយនិយាយថាគេមិនលេងឡើយព្រោះគេមិនចូលរួមក្នុងល្បែងដែលគ្មានតម្លៃបែបនេះទេខ្ញុំចូលចិត្តចរិតក្មេងនេះណាស់ពិតមែនហើយគេមិនមែនជាមនុស្សធម្មតាទេដែលហ៊ាននិយាយបែបនេះក្នុងពេលអាសន្នក្នុងកលៈទេសៈបែបនេះអ្នកត្រូវតែឈួតបន្តិចហើយមេធំក៏មិនមែនជាមនុស្សល្ងងដែរហើយគេក៏មិនភ្នាល់ប្រាក់កាប់ទៀតឡើយគេយកជីវិតរបស់សុនយូមកធ្វើជាដើមទុនតែម្ដងជាថ្មីម្ដងទៀតពួកគេត្រឡប់ទៅរកកិច្ចព្រមព្រៀងដដែលបើទូឯកយើងឈ្នះបំណុលត្រូវបានលុបចោលហើយលើកនេះគេក៏នឹងអត់ឱនចំពោះអកប្បកិរិយាច្រឡើមរបស់គេដែរប៉ុន្តែបើចាញ់ក្រៅពីត្រូវបាត់បង់ជីវិតទៅកាន់លោកខាងមុខពួកគេនឹងចាប់ផ្ដើមដោយការកាត់អណ្ដាតរបស់គេចេញមុនគេបង្អស់ពេលនេះតួឯកយើងចាប់ផ្ដើមមានអារម្មណ៍តានតឹងបន្តិចហើយមីធំសួរថាតើគេមានសំណួរអ្វីទៀតទេប៉ុន្តែគេគ្រាន់តែចង់បញ្ជាក់ថាវិធីតែមួយគត់ដើម្បីឈ្នះគឺត្រូវរើសសัญลักษณ์បៀដែលល្អបំផុតមែនទេមេធំរៀងឆ្ងល់នឹងសំណួរនេះបន្តិចព្រោះគេទើបតែបាននិយាយប្រាប់អំបញ្ញមិញសោះប៉ុន្តែសុនយូបញ្យល់ថាគេសួរព្រោះតែរបៀបលេងរបស់គេគឺខុសប្លែកពីគេហើយគេចង់ឲ្យមេធំបានដឹងមុនពេលចាប់ផ្ដើមគេក៏រើសយកសัญลักษณ์បៀខែមករាដែលជាខែទី1មេធំសួរដោយក្តីរីករាយថាគេគួរតែរើសយកសัญลักษณ์បៀដែលល្អបំផុតចុះហេតុអីបានជាជ្រើសយកសัญลักษณ์បៀមួយនេះទៅវិញអូយគេញញឹមរួចដកកូនដាវតូចរបស់គេចេញមកព្រោះចង់ប្រើវាលើតួឯកយើងខ្លាំងណាស់ប៉ុន្តែមុននឹងធ្វើអ្វីមួយក្មេងប្រុសយើងប្រាប់ឲ្យគេធ្វើចិត្តឲ្យត្រជាក់ហើយចាំមើលមួយផ្លែតសិនបន្ទាប់មកគេក៏រើសសัญลักษณ์បៀមួយសัญลักษณ์ទៀតពីលើតុដែលជាសัญลักษณ์បៀតំណាងឲ្យខែកុម្ភៈបន្ទាប់មកគេក៏ចាប់យកសัญลักษณ์បៀបន្តទៀតសัญลักษณ์បៀខែមីនានិងមេសាត្រូវបានដាក់លើតុតម្រៀបគ្នាជាជួរគេបន្តរើសយកខែឧសភាខែមិថុនានិងកក្កដាមនុស្សនៅជុំវិញនោះចាប់ផ្ដើមភ្ញាក់ផ្អើលយ៉ាងខ្លាំងតើគេអាចរើសយកសัญลักษณ์បៀត្រូវតាមលំដាប់លំដោយសម្រាប់ពេញមួយឆ្នាំបានយ៉ាងដូចម្តេចបន្ទាប់ពីបង្ហាញសัญลักษณ์បៀខែតុលាគេបញ្យល់ថារហូតដល់ខែនោះសัญลักษณ์បៀទាំងអស់សុទ្ធតែមានតម្លៃស្មើគ្នាប៉ុន្តែចាប់ពីខែវិច្ឆិកាមកអ្វីនឹងត្រូវផ្លាស់ប្ដូរទាំងអស់នៅប្រទេសជប៉ុនសัญลักษณ์បៀ Phoenix តំណាងឲ្យអំណាចនៃយុគសម័យប៉ុន្តែសម្រាប់នៅជូស៊ុនសัญลักษណ៍បៀដែលល្អបំផុតគឺជាសัญลักษณ์បៀអ្នកកាន់ឆាត់ក្នុងថ្ងៃភ្លៀងពេលនេះមេធំភ្ញាក់ផ្អើលយ៉ាងខ្លាំងពេលឃើញសัญลักษณ์បៀរៀបជួរគ្នាយ៉ាងត្រឹមត្រូវលើតុគេអាចទាយត្រូវគ្រប់ខែទាំងអស់តាមលំដាប់លំដោយតោះចាំមើលភាគបន្តជាមួយគ្នាថាវានឹងទៅជាយ៉ាងណាសួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះយើងនឹងមកតាមដានរឿងដ៏ជក់ចិត្តមួយដែលតួឯកយើងទើបតែបង្ហាញសមត្ថភាពរួចសួរបញ្ជាក់ថាតើមេធំមានការអ្វីទៀតឬអត់ដោយសារគេគិតថាសងបំណុលរួចហើយគេក៏ដើរចេញទៅយ៉ាងរំភើយប៉ុន្តែក្នុងចិត្តយ៉ាម៉ាដាគិតថាក្មេងនេះមិនមែនសាមញ្ញទេគឺគ្រោះថ្នាក់បំផុតមេធំបានបញ្ជាឲ្យបាបាជូនដំណើរនេះវ័យក្មេងនេះចេញទៅក្រៅចំណែកបាបាវិញឆ្ងល់ខ្លាំងណាស់ថាហេតុអ្វីបានជាមេប្រែជាមកគោរពក្មេងនេះវិញខណៈពេលដែលស៊ូនូរៀបនឹងចាក់ចេញទៅហើយនោះយ៉ាម៉ាដាក៏បានស្រែកហៅគេម្ដងទៀតដើម្បីឲ្យគេរងចាំនៅទីនេះបន្តិចសិនតួឯករបស់យើងងាកមកវិញទៅងឿងឆ្ងល់ហើយគិតក្នុងចិត្តម្នាក់ឯងថាតើថ្ងៃនេះខ្ញុំមានឱកាសបានចេញទៅផ្ទះវិញដែរឬទេឥឡូវនេះតួឯករបស់យើងបានអង្គុយចុះវិញមេធំក៏បានសុំទោសចំពោះទង្វើមុននេះហើយថែមទាំងហៅគេថាលោកម្ចាស់វ័យក្មេងយ៉ាងពេញមាត់ទៀតផងជាមួយនឹងបារីនៅក្នុងមាត់ដើម្បីបន្ធូរអារម្មណ៍គេមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះការផ្លាស់ប្ដូរឥរិយាបថភ្លាមរបស់មេធំដ៏មានអំណាចម្នាក់នេះសូម្បីតែបាបាដែលធ្លាប់វាយគេក៏មកអុចបារីឲ្យគេដែររួចយ៉ាម៉ាដាក៏សួរដោយសុភាពថាតើលោកម្ចាស់ចង់ពិសាអ្វីដែរឬទេដោយសារតែយ៉ាម៉ាដាជាអ្នកអញ្ជើញគេក៏មិនចង់បដិសេធឲ្យទាស់ចិត្តដែរហើយក៏បានកំងប៊ីយ៉ាត្រជាក់មួយកែវមកភ្លាមដើម្បីកំដររឿងខណៈពេលដែលគេកំពុងផឹកប៊ីយ៉ាមេធំក៏បាននិយាយថាវាពិតជាពិបាកណាស់ក្នុងការស្វែងរកអ្នកដែលមានសមត្ថភាពកម្រិតដូចជាគេនៅក្នុងក្រុងជូសិននេះប៉ុន្តែតួឯកយើងមិនមែនល្ងងទេគេដឹងច្បាស់ថាការធ្វើបែបនេះមិនមែនដោយសារចិត្តល្អឡើយគេក៏ប្រាប់ឲ្យមេធំនិយាយចូលសាច់រឿងតែម្ដងទៅឥឡូវនេះសូមតាមដានចំណុចនេះឲ្យច្បាស់ព្រោះមេធំចាប់ផ្ដើមសួរដេញដោលពីយុទ្ធសាស្ត្រដ៏គ្រោះថ្នាក់បំផុតដែលគេទើបតែបានប្រើប្រាស់ក្នុងល្បែងមុននេះគាត់សួរថាបើសិនជាអាជ្ញាធរមកដល់ទីនេះជំនួសគាត់តើគេនឹងធ្វើដូចម្ដេចតួឯកយើងក៏ផឹកប៊ីយ៉ាដាច់មួយកែវភ្លាមដោយមិនខ្លាចញញើតគេថែមទាំងបោកកែវលើតុខ្លាំងហាក់ដូចជាចង់ថែមទៀតគេបញ្យល់ថាមកពីគេខឹងពេកទើបមិនអាចទប់ចិត្តបានពេលឃើញមិត្តរួមការងារចាញ់អស់លុយយ៉ាម៉ាតូក៏សួរថាតើបំណងរបស់គេគឺចង់ផ្ដល់មេរៀនឲ្យពួកអ្នកមានអំនួតទាំងនោះមែនទេតួឯកយើងក៏ឆ្លើយយ៉ាងម៉ឺងម៉ាត់ថាមែនហើយនោះជាអារម្មណ៍ពិតមេធំក៏ហៅខប់ហើយសួរថាតើគេបានឮចម្លើយរបស់ក្មេងនេះហើយឬនៅខប់ឆ្លើយទាំងញ័រញាក់ថាបាទមេខ្ញុំយល់ច្បាស់ហើយងាកមកមើលតួឯកយើងវិញយ៉ាម៉ាដានិយាយថាគាត់ពិតជាអរគុណណាស់ព្រោះគេបានបង្ហាញឲ្យឃើញថាយើងតែងតែអាចស្វែងរកអ្នកដែលខ្លាំងជាងបានជានិច្ចតួឯកយើងលើកកែវហើយនិយាយថាមិនអីទេបងប្រុសប៉ុន្តែភ្លាមនោះយ៉ាម៉ាដាក៏បានក្រោកឈរឡើងហើយស្នើឲ្យផ្លាស់ប្ដូរកន្លែងថ្មីវិញគាត់បានស្នើឲ្យអ្នកទាំងពីរទៅកន្លែងមួយដែលស្អាតនិងស័ក្តិសមជាងនេះដើម្បីបន្តការជួបជុំគ្នានិងផឹកស៊ីឲ្យបានពេញលេញជាងមុនតួឯកយើងអរគុណចំពោះការអញ្ជើញ
ប៉ុន្តែគេនិយាយថាសម្រាប់ថ្ងៃនេះគឺគ្រប់គ្រាន់ហើយតែយ៉ាម៉ាដានៅតែទទូចចង់ឲ្យគេទៅជាមួយដោយមិនព្រមឈប់កុំបារម្ភអីក្មេងតូចចាំខ្ញុំជាអ្នកចេញលុយទាំងអស់យប់នេះឯងគ្រាន់តែសប្បាយឲ្យអស់ដៃទៅបានហើយមេធំនិយាយទាំងទឹកមុខរីករាយបំផុតគាត់ប្រាប់ថាគាត់សុំទៅរៀបចំខ្លួនបន្តិចសិនរួចនឹងជួបគ្នាឆាប់ៗនេះតួឯកយើងក៏យល់ព្រមតាមប៉ុន្តែក្នុងចិត្តគេនៅតែមានការសង្ស័យជានិច្ចលុះពេលយប់ជ្រៅពួកគេក៏បានមកដល់កន្លែងប្រពៃណីដ៏ប្រណិតមួយមានស្រីស្អាតម្នាក់ចេញមកទទួលហើយនិយាយថាលោកយ៉ាម៉ាដាមកដល់ហើយយ៉ាម៉ាដាដើរចូលទៅយ៉ាងសង្ហាហើយប្រាប់ទៅអ្នកមេការធូបាទីឲ្យរៀបចំអ្នកកំដរដែលល្អបំផុតសម្រាប់ពួកគេទាំងពីរនាក់ក្នុងរាត្រីដ៏ពិសេសនេះស៊ូបាទីឆ្លើយថានាងនឹងធ្វើឲ្យអស់ពីសមត្ថភាពដើម្បីបម្រើលោកទាំងពីរហើយសូមឲ្យពួកគេរងចាំនៅទីនេះមួយផ្លែសិនដើម្បីឲ្យនាងទៅរៀបចំខ្លួនប៉ុន្តែភ្លាមនោះមានអ្វីម្យ៉ាងបានធ្វើឲ្យនាងចាប់អារម្មណ៍ខ្លាំងនាងសម្លឹងមើលទៅជើងរបស់តួឯកយើងហើយឃើញថាវាប្រឡាក់ដីខ្លាំងណាស់នាងក៏ដើរមកជិតហើយសុំលាងជើងឲ្យគេបន្តិចក្រោយមកពួកគេក៏អង្គុយនៅតុជាមួយគ្នាហើយយ៉ាម៉ាដាក៏ជំរុញឲ្យគេញ៉ាំឲ្យច្រើនព្រោះថាយប់នេះនឹងនៅវែងឆ្ងាយទៀតសូនូមើលទៅមេធំទាំងងឿងឆ្ងល់ព្រោះមិនយល់ពីមូលហេតុពិតប្រាកដដែលត្រូវមកអបអរសាទរធំដុំបែបនេះឡើយយ៉ាម៉ាដាក៏សួរថាតើវាមិនច្បាស់ទេអីពួកយើងកំពុងតែអបអរសាទរចំពោះភាពជោគជ័យនៃអាជីវកម្មរួមគ្នារបស់យើងទាំងពីរនាក់នាពេលអនាគតនឹងណាតួឯកយើងចាប់ផ្ដើមផឹកស្រាយ៉ាងខ្លាំងព្រោះគេមិនដឹងរឿងនេះទាល់តែសោះហើយថែមទាំងសួរទៀតថាតើវាជាសំណើអាជីវកម្មបែបណាទៅលោកមេធំយ៉ាម៉ាដាបានស្នើឲ្យអ្នកទាំងពីរមកសហការគ្នាបង្កើតក្រុមមួយដើម្បីចូលកាន់កាប់បុណ្យល្បែងទាំងអស់នៅក្នុងក្រុងអ៊ីនឆននេះឲ្យបានទាំងស្រុងតែម្ដងអ្នកទាំងអស់គ្នាប្រកាសជាមិននឹកស្មានដល់ដូចខ្ញុំទេមែនទេមហិច្ឆតាចង់ត្រួតត្រាពិភពលោករបស់មេធំម្នាក់នេះពិតជាធំធេងនិងគួរឲ្យខ្លាចខ្លាំងណាស់មេធំសួរថាតើគំនិតនៃការគ្រប់គ្រងពិភពលោកនេះមិនធ្វើឲ្យគេសប្បាយចិត្តទេឬឃើញយ៉ាម៉ាដាញញឹមបែបនេះតួឯកយើងគិតថាទេមិនសប្បាយឡើយតាមពិតទៅគេមិនយល់សោះថាហេតុអ្វីបានជាខ្លួនឯងធ្លាក់ចូលក្នុងបញ្ហាដ៏ស្មុគស្មាញនេះបានគេត្រូវបានគេអូសទាញចូលក្នុងល្បែងនេះដោយមិនដឹងខ្លួនងាកមកមើលយ៉ាម៉ាដាវិញគេនិយាយថាជាអកុសលមេធំប្រហែលជាមើលមនុស្សខុសហើយព្រោះគេគ្មានបំណងរស់នៅក្នុងជីវិតជាអ្នកលេងល្បែងបន្តទៀតទេគេធ្លាប់បានចំណាយពេលដេកក្នុងពន្ធនាគារដោយសារតែល្បែងស៊ីសងនេះរួចទៅហើយចាប់ពីថ្ងៃនោះមកគេបានសច្ចាថានឹងមិនចូលទៅដេកក្នុងគុកម្ដងទៀតឡើយយ៉ាម៉ាដាញញឹមហើយនិយាយថាវាមិនអីទេព្រោះដរាបណាគេស្ថិតនៅក្រោមការការពាររបស់គាត់ប៉ូលីសនឹងមិនមែនជាបញ្ហាដែលត្រូវបារម្ភទៀតឡើយតួឯកយើងតបវិញថាគេនឹងមិនចិញ្ចឹមក្រពះដោយការកេងប្រវ័ញ្ចលើអ្នកក្រីក្រឡើយម្យ៉ាងទៀតច្បាប់ជាតិក៏ហាមឃាត់ការលេងល្បែងនេះដែរទោះជាអ្នកមានឋានៈខ្ពស់ក៏ដោយយ៉ាម៉ាដានិយាយថាគេដឹងច្រើនប៉ុន្តែគេពិតជាមិនទាន់យល់ពីរបៀបដែលវិស័យនេះដំណើរការទេគាត់បញ្យល់ថាច្បាប់និងការដាក់ទណ្ឌកម្មមានតែក្នុងក្រុងវប្បធម៌ប៉ុណ្ណោះប៉ុន្តែសម្រាប់អ៊ីនឆនវាគឺជាពិភពលោកខុសគ្នាស្រឡះទីនោះត្រូវបានបង្កើតឡើងសម្រាប់ជនបរទេសហើយពិបាកគ្រប់គ្រងណាស់អ្វីក៏អាចទៅរួចដែរគាត់សួរថាតើស៊ីនូធ្លាប់បានទៅកន្លែងដេញថ្លៃអង្គរប៉ុន្មានដងដែរឬទេគេឆ្លើយថាទេគេគ្រាន់តែឮថាវាធំដូចជានៅក្នុងក្រុងតូក្យូដែរមេធំនិយាយថាពិតមែនហើយនៅទីនោះគឺជាកន្លែងដេញថ្លៃអង្គរបោកបក់ដោយលុយយ៉ាងសន្ធឹកសន្ធាប់និងជាកន្លែងដែលមហិច្ឆតាគ្រប់យ៉ាងកើតឡើងគាត់សួរថាតើស៊ុននូធ្លាប់បានទៅកន្លែងដេញថ្លៃអង្គរប៉ុន្មានដងដែរឬទេគេឆ្លើយថាទេគេគ្រាន់តែឮថាវាធំដូចជានៅក្នុងក្រុងតូក្យូដែរមេធំនិយាយថាពិតមែនហើយនៅទីនោះគឺជាកន្លែងដេញថ្លៃអង្គរបោកបក់ដោយលុយយ៉ាងសន្ធឹកសន្ធាប់និងជាកន្លែងដែលមហិច្ឆតាគ្រប់យ៉ាងកើតឡើងបុគ្គលសំខាន់ពីជប៉ុនបានភ្នាល់នៅទីនោះហើយជឿខ្ញុំទៅរឿងបន្ទាប់ទៀតនឹងធ្វើឲ្យអ្នកនិងខ្ញុំភ្ញាក់ផ្អើលដូច្នេះកុំភ្លេចចាំមើលភាគបន្តណាលុយដែលភ្នាល់មិនមែនតិចតួចទេគឺរាប់ពាន់វុនដែលធ្វើឲ្យលុយក្នុងស្រុកខ្លាចជាល្បែងក្មេងលេងតែម្ដងស៊ូនូចាប់ផ្ដើមគិតពិចារណាពីស្ថានភាពនេះវាពិតជាមានជនជាតិជប៉ុនអ្នកមានច្រើនណាស់នៅអ៊ីនឆនដែលហ៊ានចំណាយលុយយ៉ាងសន្ធឹកសន្ធាប់ដើម្បីការកំសាន្តបែបនេះដើម្បីឲ្យគាត់បោកលុយពួកអ្នកមានទាំងនេះបានអ្នកនិងខ្ញុំត្រូវរងចាំមើលភាគបន្តដូច្នេះកុំភ្លេចខមមិនសុំភាគបន្តទាំងអស់គ្នាណាតើអ្នកចង់មើលភាគបន្តទៀតទេ